រឿងស្រីមេយាដកខ្ញីកំណត់ចំណាំដកស្រង់ចេញពីកម្ពុជាសូរិយាលេខ1 2ឆ្នាំ1935ទំព័រ139មិនឃើញមានឈ្មោះអ្នករៀបរៀងទេរឿងស្រីមេយាដកខ្ញីមានបរិសម្នាក់និងស្រីម្នាក់ជាប្តីប្រពន្ធនៅក្នុងស្រុកមួយប្តីជាមនុស្សមានចិត្តត្រង់តែគ្មានប្រាជ្ញាឯនាងប្រពន្ធនោះជាស្រីមានចិត្តមិនត្រង់នឹងប្តីចេះតែមេយាច្រើនថ្ងៃមួយនាងប្រពន្ធមានចិត្តប្រាថ្នាចង់ជួបនឹងសហាយណាស់ដោយឃ្លាតគ្នាយូរហើយតែមិនដឹងធ្វើជាមិនដេចនឹងជួបបានព្រោះភូមិនោះនៅឆ្ងាយពីគ្នាបើដើរទៅខ្លាចខ្មោចលងនាងប្រពន្ធក៏និយាយនឹងប្តីខ្លួនថាអ្នកល្ងាចនេះយើងគិតទៅរកទិញមាន់មួយយកមកធ្វើស៊ីបាយម្ដងអ្នកចង់ស៊ីទេប្តីតបវិញថាចង់ស៊ីដែរប្រពន្ធថាខ្ញុំចង់ស៊ីខួរខ្ញីប្តីថាអញក៏ចង់ស៊ីខួរខ្ញីដែរថាហើយក៏បបួលគ្នាចុះដើរទៅទិញមាន់អ្នកស្រុកនៅភូមិជិតផ្ទះសហាយនោះប្តីនិងប្រពន្ធបបួលគ្នាសួររកទិញគ្រប់តែផ្ទះនាងប្រពន្ធដើរបែកពីប្តីទៅជួបសហាយវានិយាយកិច្ចកោផ្សេងរួចមកជួបនឹងប្តីវិញហើយប្រាប់ប្តីថាអ្នកផ្ទះនេះឯណោះគេមានមាន់លក់គេប្រាប់ខ្ញុំអំបញ្ញមិញប្តីព្រមទៅតាមប្រពន្ធប្រាប់ក៏ទិញបានមេមាន់មួយយួរត្រឡប់មកផ្ទះវិញពេលនោះជាពេលពុនប្រលប់ទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែនាងប្រពន្ធធ្វើមេយាគក់ដើមទ្រូងថាអោអ្នកអើយភ្លេចដូចគេលុតទៅហើយប្តីសួរថាភ្លេចអីប្រពន្ធថាភ្លេចខ្ញីនៅទៅហើយអ្នកបើដូច្នេះអ្នកឯងទៅមុនសិនចោះខ្ញុំរត់ទៅវាឆាប់ហើយនាងនោះរត់ទៅប្តីក៏ឈរចាំប្រពន្ធឯនាងប្រពន្ធការឃ្លាតពីប្តីហើយក៏គិតទៅជួបនឹងប្រុសសហាយខ្លួនហើយតែរលឹកសហាយខ្លាំងណាស់ក៏ប្រាស់ដេកទៅដីមិនរកផ្ទះសម្បែងទេដោយប្រញាប់ទៅជួបប្តីវិញឯបរិសសហាយនោះក៏ទទួលភារៈនាងនោះទៅរួចនាងនោះយកខ្ញីពីសហាយហើយផ្ដាំថាល្ងាចនេះឲ្យអ្នកបងចាំមើលបើមានពេលស្រួលចូលទៅដេកម្ដងទៀតចោះនិយាយកិច្ចការសពគ្រប់ហើយនាងនោះក៏ត្រឡប់មកប្តីដើមវិញដីដែលប្រាស់ដេកនោះក៏នៅជាប់នឹងខ្នងមិនទាន់បោះនៅឡើយព្រោះដើរមកដោយប្រញាប់លុះដើរមកដល់ប្តីខ្លួនហើយក៏សើចក្អាកនិយាយទៅកាន់ប្តីថាបើអ្នកឃើញអំបញ្ញមិញប្រហែលជាសើចដាច់ខ្យល់ស្លាប់ហើយប្តីសួរសើចអីប្រពន្ធតបថាណែអ្នកមើលខ្នងខ្ញុំបោះឲ្យបន្តិចមកនឹងហើយខ្ញុំដកខ្ញីវារបូតដៃទៅទាំងអស់ខ្ញុំដួលផ្ងាទៅក្រោយបាសជើងច្រាងបានជាដីប្រឡាក់ខ្នងខ្ញុំអស់ប្តីមិនដឹងក៏បោះខ្នងឲ្យប្រពន្ធទៅរួចហើយនាំគ្នាដើរទៅផ្ទះធ្វើបាយនឹងមាន់ស៊ីធ្វើរួចហើយពេលងងឹតស៊ីបាយរួចប្រពន្ធនិយាយនឹងប្តីថាអ្នកផ្លុំបៃទៅខ្ញុំនឹងស្ដាប់ប្តីក៏យកបៃមកផ្លុំប្រពន្ធដេកស្ដាប់បន្តិចទៅក៏កកិលមកដេកលើប្តីផ្លូវប្តីហើយនិយាយថាពីរោះណាអ្នកផ្លុំបៃភ្នែកមើលរុនដែរឬទេបើអ្នកមិនមើលរុនធ្វើម្ដេចនឹងបើកបត់ឲ្យត្រូវទំនុកប្តីតបថាទេបើមិនបាច់មើលរុនទេព្រោះដៃចាំស្ទាត់ហើយចំណាំរុនផងប្រពន្ធថាបើដូច្នោះខ្ញុំបិទភ្នែកអ្នកទាំងពីរមើលអ្នកនៅតែផ្លុំពីរោះដូចដែរឬទេប្តីតបថាបិទចោះក៏នៅតែផ្លុំពីរោះដូចមុនដែរប្រពន្ធយកដៃបិទភ្នែកប្តីខ្លួនទាំងពីររួចហើយក៏កន្ធែកជើងឲ្យសហាយនោះឃើញបរិសសហាយឃើញស្រីសហាយខ្លួនបិទភ្នែកប្តីបានហើយក៏ឲ្យជាសញ្ញាដូច្នោះក៏ចូលទៅរួមសង្វាសនឹងនាងនោះទៅលុះសហាយនោះថយចេញទៅទើបប្រពន្ធលែងបិទភ្នែកប្តីនាងក៏មិនអាចនឹងកាច់កលនោះឡើយព្រោះហេតុនេះបានជាពាក្យបុរាណថាមេយាដកខ្ញីមានទាំងទំនុកច្រៀងផងថាស្រីទៅដកខ្ញីស្រីអើយនាងស្រីទៅដកខ្ញីដកដួទាំងខ្លួនកាលដកលើកមុនតូចតន់លាក់ពួនដកក្រោយសំនួនផ្ទួនឲ្យប្តីស្លាប់ប្តីនាងអ្នកផ្លុំនាងសុំធ្វើត្រាប់បន្តអើងអាប់ចប់បត់អ៊ំទុកកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងកុំពុតស្រឡៅកុំប្រដៅស្រីខូច
រឿងព្រេងខ្មែរទាំងប៉ុន្មានបានមូលត្រកូលគ្នាស្រួលដល់លោកអ្នកត្រូវការទៅរកអាននិងរក្សាស្នាដៃកវីនិពន្ធខ្មែរបុរាណទុកជាកេរតទៅកុំឲ្យបាត់បង់យុវជនអ្នកអានបានឃើញច្បាស់ថាជាតិខ្មែរយើងមានកេរមរតកអក្សរខ្មែរច្រើនជាអនេកនិងបានស្គាល់ព្រឹត្តិការណ៍អក្សរសាស្ត្រខ្មែរសម័យបុរាណយុវជនបានចេះនិទានពាក្យពេចន៍បុរាណច្រើនបែបប្រាជ្ញាអាចធ្វើការចរចានិងការនិពន្ធមានសម្រស់យុវជនអ្នកនិពន្ធងាយប្រៀបធៀបវោហារពាក្យពិតសម័យចាស់និងសម័យថ្មីហើយធ្វើសេចក្តីនិពន្ធរបស់ខ្លួនមានលម្អឲ្យត្រូវគ្រប់សម័យយើងបានបង្ហោះប្រជុំរឿងព្រេងខ្មែរសាស្ត្រាស្លឹករឹតក្រាំងសិភៅមរតកចម្រៀងខ្មែរមុនឆ្នាំ1976ព្រមទាំងឯកសារផ្សេងៗនៅលើ e-Library of Cambodia ដើម្បីសម្របសម្រួលដល់សាធារណជនដែលពុំអាចមើលឃើញឬមិនចេះអានក៏នៅតែអាចទទួលបានចំណេះដឹងពីប្រជុំរឿងព្រេងខ្មែរតាមរយៈការស្ដាប់រឿងជាសំឡេងដែលក្រុមការងារយើងខ្ញុំបានបង្កើតកម្មវិធីសៀវភៅជាសំឡេង Audio Book នេះឡើងរឿងអន្តរាយរិទ្ធនៃសត្វអាសន្ដរកំណត់ចំណាំដកស្រង់ចេញពីកម្ពុជាសូរិយាលេខ2ឆ្នាំ1947ទំព័រ89រៀបរៀងដោយអ្នកអក្សញ្ញាអិសរៈវង្សាសំសុនចៅក្រមប្រឹក្សាសាលាអូតូរឿងអន្តរាយរិទ្ធនៃសត្វអាសន្ដរលោកអ្នកដែលបានឮឬទេចាស់តែងនិយាយតគ្នាមកថាសត្វអាសន្ដរគឺសេះពីដើមមកជាសត្វពិសេសចេះហោះហើរដើរលើអាកាសបានតែតមកខាងក្រោយក៏ត្រូវគេកាត់សរសៃហោះចោលទៅដូចមានស្នាមនៅជើងអាសន្ដរជាភ័ស្តុតាងស្រាប់តែពុំដឹងជាអ្នកអាណាកាត់ហើយកាត់នោះតើដោយហេតុអ្វីពុំមានចែងច្បាស់លោកអ្នកដែលបានឃើញឬទេសត្វអាសន្ដរកម្មចរិតមួយយ៉ាងជាប់ជានិច្ចគឺថាសត្វពួកនេះតែងតែជួបគ្នាវេលាណាតែងចូលទៅហាត់មាត់គ្នាជាដរាបដែលវាប្រព្រឹត្តដូច្នោះដោយមានហេតុរឿងដើមដូចម្ដេចចាស់បានដំណាលថាក្នុងសម័យបឋមកັບនោះសត្វអាសន្ដរទាំងឡាយចេះហោះហើរជ្រៀងជ្រែលើអាកាសឥតទើសតតែសត្វទាំងនោះពុំទាន់កើតសម្បូរដូចសពថ្ងៃនេះទេមានតែនៅក្នុងវត្តជាយានជំនិះរបស់អ្នកបួសដែលកាន់ធរសច្ចរិតសម្រាប់ជិះហោះទៅយកចង្ហាន់នៅឧត្តរក្រទ្វីបម្ដងមានសម័យថ្ងៃមួយនោះព្រះមហាក្សត្រចាត់អាមាត្យដាំបាយមធុអាយ៉ាទៅយកទៅប្រគេនលោកអ្នកបួសទាំងនោះលោកក៏ទទួលទុកដើម្បីឆាន់ដល់ទៅពេលថ្ងៃត្រង់តែម្ដងហើយបានទុកដាក់យ៉ាងប្រយ័ត្នគឺលោកដាក់ក្នុងសង្រេកហើយចងព្យួរទុកយ៉ាងខ្ពស់ចិត្តដល់ទៅដំបូលកត់រួចលោកនាំអ្នកបួសជាបរិស័ទចូលទៅស្មឹងស្មាតនៅក្នុងវិហារដើម្បីថ្វាយព្រះរាជកុសលដល់ព្រះមហាក្សត្រដែលជាម្ចាស់ទានលុះចាប់កិច្ចហើយលោកក៏នាំបរិស័ទមកកត់វិញនៅឱកាសដែលលោកប្រជុំស្មឹងស្មាតសមាធិនោះសត្វអាសន្ដរធំក្លិនក្រអូបបាយមធុបាយៈទ្រាំបំបានក៏ហោះចូលទៅក្នុងកុដិហើយគយគុណរោគស្រង់តាមក្លិនទៅឃើញបាយមធុបាយៈព្យួរទុកលើសង្រេកហើយក៏យកមកបរិភោគអស់រលីងឥតសេះសហើយហោះចេញទៅកាន់ទីកន្លែងរបស់ខ្លួនវិញលុះដល់ពេលថ្ងៃត្រង់លោកប្រជុំពួកអ្នកបួសជាបរិស័ទដើម្បីចែកបាយមធុបាយៈនោះព្រោះជាបាយត្រកាលណាស់មានតែព្រះមហាក្សត្រទើបមានសោយលុះលោកអ្នកបួសមកប្រជុំហើយក៏បង្គាប់ឲ្យសាមណេរមួយរូបឲ្យឡើងលើធ្នឹមបង្ហូតចង្រៃចុះមកស្រាប់តែសាមណេរនោះស្រែកឡើងថាពុំឃើញមានអ្វីនៅក្នុងកញ្ជើលើសង្រៃថាហើយក៏ស្រាយខ្សែបង្ហូតសង្រៃនោះចុះមកលោកគ្រូចៅអធិការនឹកខុសចិត្តណាស់ក៏លន់ព្រះអស់ថាជីអើឯងអត់ចង្ហាន់តាំងពីព្រឹកថាទុកពោះឲ្យទំនេរដល់ថ្ងៃត្រង់នឹងឆាន់បាយមធុបាយៈឲ្យពេញទំហឹងតែម្ដងព្រោះក្នុងមួយជាតិកម្របានបាយត្រកាលបែបនេះឆាន់ណាស់អោកម្មអើយឥឡូវនឹងឲ្យដណ្ដាំបាយក៏មិនទាន់ព្រោះថ្ងៃជ្រេពីត្រង់ទៅហើយណាហើយអស់លោកនិមន្តទៅវិញចោះចាំស្អែកសំបិណ្ឌបាតឆាន់ទៅពួកអ្នកបួសនិមន្តចោះពីកប់លោកគ្រូព្រះចៅអធិការអស់ទៅ
រីឯព្រះគ្រូចៅអធិការនាកាលមានហេតុនាំឲ្យមានវិតកៈដូច្នោះហើយក៏លោកនិមន្តចូលទៅក្នុងកត់សំងំស្មឹងសមាធិដំឡើងមេកច្ឆាយៈរមិលមើលហេតុភេទទៅឃើញច្បាស់ថាមានសត្វអសណ្ដមួយហោះចូលមកបរិភពបាយមធុបាយៈនោះអស់ទៅទើបលោកហៅប្រជុំពួកអសណ្ដទាំងប៉ុន្មានមកពិសោធន៍ក្នុងចំណោមអសណ្ដទាំងនោះអសណ្ដជាតួចៅក៏ចូលមកប្រជុំដែរតែអសណ្ដទាំងប៉ុន្មានបាននាំគ្នាបដិសោធពាក្យចោទទាំងអស់នោះលោកគ្រូចៅអធិការក៏ជ្រាបច្បាស់ថាតួអសណ្ដណាក៏ចោទដែរតែមិនមែនបានផ្ចាញ់ផ្ចាទេដោយលោកពិចារណាទៅយល់ឃើញថាតួអសណ្ដចំណេទៅមុខបើនៅតែមានឫទ្ធិហោះហើរលើអាកាសបានដូច្នោះមុខជានឹងធ្វើអន្តរាយផ្សេងដល់ពួកមនុស្សខ្លាំងណាស់ទើបលោកមានពុតិកាថាចាប់ដើមពីថ្ងៃនេះតទៅអញនឹងបន្ថយឫទ្ធិឯងរាល់គ្នាឲ្យសមនឹងសភាពរបស់ឯងដែលល្មមទៅរួមជាមួយនឹងពួកមនុស្សលោកបានលុះលោកបានប្រាប់ដូច្នោះហើយទើបលោកយកកំបិតកោវះកាត់សរសៃហោះរបស់សត្វអសណ្ដទាំងនោះចេញហើយលោកប្រាប់ថាតាំងពីថ្ងៃនេះតរៀងទៅត្រូវឯងរាល់គ្នាទៅជាសត្វបម្រើមនុស្សលោកដើម្បីដោះថ្លៃបាយមធុបាយៈដែលមនុស្សទាំងឡាយគេចិញ្ចឹមអ្នកបួសចាប់តាំងពីនោះមកសត្វអសណ្ដទាំងឡាយលែងចេះហោះហើរបានទៀតមានតែសេចក្តីតូចចិត្តទោមនស្សនិងអសណ្ដដែលរកមុខមិនឃើញក្នុងកិច្ចប្រព្រឹត្តចោរកម្មនោះទើបនាំគ្នាបដិញ្ញាថានឹងស៊ើបរកមុខឲ្យឃើញប្រកបហើយនឹងព្រួតគ្នាធ្វើតនកម្មឲ្យធ្ងន់ពេញកម្លាំងតែម្ដងហេតុនេះហើយបានជាអសណ្ដទាំងឡាយតែកាលណាបានជួបគ្នាវាតែងតែហិតគ្នាទៅវិញទៅមកលុះហិតបានក្លិនទៅវិញទៅមកឃើញដូចជាក្លិនបាយមធុបាយៈក៏ចោទគ្នាទៅវិញទៅមកហើយស្រែកប្រកែកដោយសំឡេងយ៉ាងខ្លាំងថាទេកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងលួចគេវាក្រាន់តែគេតន់វាក្រែលរឿងអសកស្លូតអសកកាចកំណត់ចំណាំដកស្រង់ចេញពីកម្ពុជាសូរិយាលេខ1 2 3ឆ្នាំ1933ដល់ឆ្នាំ1934ទំព័រ174រៀបរៀងដោយព្រះអគ្គលេខានុកនៅក្រុមបរិជ្ជនិពន្ធនិងឯកសារទំនៀមទម្លាប់លេខ27ដល់039រៀបរៀងដោយភិក្ខុតំស៊ីនួនសិក្សាសាលាបាលីជាន់ខ្ពស់ថ្នាក់ទី2រឿងអសកស្លូតអសកកាចកាលពីព្រេងនាយមានក្មេងប្រុស2នាក់នៅភូមិជាមួយគ្នាមួយឈ្មោះអសកស្លូតមួយឈ្មោះអសកកាចឯអសកកាចចិត្តអាក្រក់បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នាតែងតែរករឿងឆ្លោះផងជេរផងវាយគេមិនដែលខានម្ដាយឪពុកអសកកាចនោះជាអ្នកក្រាន់បើមានស៊ីមានចាយកាន់ជើងអសកកាចណាស់បណ្ដាជនក្នុងភូមិនោះខឹងស្អប់អសកកាចពន់ពេកឯអសកស្លូតកំព្រាឥតមានមេត្តាបិតាមានតែជីដូនក៏ចាស់ជរាក្រលំបាកពេកក្រៃអសកស្លូតនោះបើលេងល្បែងអ្វីៗនឹងក្មេងផងគ្នាក្នុងភូមិនោះពុំដែលឆ្លោះប្រកែកដល់ម្ដងឡើយបណ្ដាជនក្នុងភូមិនោះអាណិតស្រឡាញ់ឲ្យចំណីស៊ីខុសអ្នកនេះអ្នកនោះឲ្យមិនដែលសល់ខានម្ល៉េះហើយអសកកាចនោះ
ច្រណែនទាំងមួម៉ៅក្តៅចិត្តរឹតតែកាចឡើងជេរវាយកូនគេឥតកោតញញើតចាស់នឹងចាស់ឆ្លោះគ្នាព្រោះតែកម្មជើងកូនរៀងខ្លួនលោកអាសុកស្លូតនិងអាសុកកាចចម្រើនអាយុធំឡើងអាសុកកាចបបួលអាសុកស្លូតថាវើយយើងចង់នាំគ្នាទៅកាប់ឫស្សីលួសរនៀបត្បិតផ្ទះអាសុកស្លូតឯងបាក់ពុកអស់ហើយអាសុកស្លូតថាអញគ្មានប្រដាប់កំបិតឲ្យជីវិតមមទេទាំងអង្គត្រីសាច់ឆ្នាំជក់ក៏គ្មានផងសប្ថ្ងៃរោគបានព្រឹកខ្វះល្ងាចអាសុកកាចថាកុំបាច់យកម្ហូបចំណីឆ្នាំជក់កំបិតគ្រប់ប្រដាប់ទៅឡើយធានាលើអញទាំងអស់ឯងមានតែខ្លួនចោះថាហើយក៏បណ្ដាលគ្នាទៅដល់ផ្ទះអាសុកស្លូតហើយអាសុកស្លូតក៏និយាយប្រាប់ជីដូនថាបងសុកគេបបួលខ្ញុំទៅកាប់ឫស្សីលួសរនៀបប្រដាប់ប្រដាអាហារភោជននៅលើគេទាំងអស់ខ្ញុំមានតែខ្លួនទេជីដូនខាត់ថាចៅកុំទៅព្រៃឫស្សីនោះស្ងាត់ណាស់អាសុកថាមិនអីទេយាយផ្ទះយាយពុកបាក់អស់ហើយបានរនៀបមកគ្រាន់នឹងជួសជុលកុំឲ្យផងយាយអាយាយផ្ដាំថាចៅទៅក៏ទៅចោះតែមើលថែទាំប្អូនផងអាសុកស្លូតអាសុកកាចវិចបាយសំណុំគ្រប់ប្រដាប់សម្រាប់កាប់ឫស្សីលួសរនៀបចេញទៅទាំងពីរនាក់ដល់ព្រៃឫស្សីកាប់បានហើយលួសរនៀបអាសុកកាចបានរនៀបតិចអាសុកស្លូតបានរនៀបច្រើនហើយឈប់សម្រាកស៊ីបាយទាំងពីរនាក់អង្គុយទល់មុខគ្នាអាសុកកាចគិតថាជីវិតអាឯងមកជាស្លាប់នឹងដៃអញឥឡូវនេះគិតហើយក៏ចាប់យកកំបិតបន្ទោះចាក់ចំភ្នែកអាសុកស្លូតដែលកំពុងស៊ីបាយអាសុកស្លូតស្រែកយំថាហេតុដូចម្ដេចក៏មកចាក់ខ្ញុំអាសុកកាឆ្លើយថាអាឯងរករបររបស់អញហើយមកស៊ីបាយអញទាំងរនៀបក៏បានច្រើនជាងអញទៀតអាសុកស្លូតឆ្លើយថាកាលបងឯងបបួលខ្ញុំមកកាប់ឫស្សីលួសរនៀបខ្ញុំប្រកែកថាខ្ញុំគ្មានអ្វីទេបងឯងធានាថាបាយម្ហូបគ្រប់ប្រដាប់នៅលើបងឯងទាំងអស់បានជាខ្ញុំមកឥឡូវបងឯងចង់យករនៀបទាំងអស់ក៏យកចោះតែកុំសម្លាប់ខ្ញុំអាសុកកាឆ្លើយថាអាឯងនេះមាត់រឹងណាស់អាភាវនាទៅថាហើយអាសុកកាចក៏ចាប់កំបិតបន្ទោះចាក់ភ្នែកអាសុកស្លូតម្ខាងទៀតឈាមបាញ់ហូរស្រក់ជោគមុខជោគដើមទ្រូងខ្វាក់ភ្នែកទាំងពីរឈឺចាប់ខ្លាំងណាស់ស្ដាយជីវិតខ្លួនណាគិតដល់ជីដូនចាស់ជរាកំព្រានៅឯផ្ទះម្នាក់ឯងអាសុកកាចថាអាឯងទៅឲ្យត្រីវិស៊ីទៅថាហើយច្រានអាសុកស្លូតទៅជិតមាត់ស្ទឹងហើយធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងកំពុងហូរដោយគិតថាអាសុកស្លូតមកជាស្លាប់ហើយក៏ប្រមូលរនៀបទាំងអស់ចោះបាច់វិលមកផ្ទះដាក់រនៀបហើយហួសទៅនិយាយខ្លែងកុហកប្រាប់ជីដូនអាសុកស្លូតថាចៅយាយឯងខ្លាខំស្លាប់ទៅហើយយាយលើអាសុកកាចប្រាប់ថាខ្លាខំចៅស្លាប់ក៏ទួញញឹមសោកបោកខ្លួនហៀបនឹងខ្សែជីវិតឯអាសុកកាចរីករាយសប្បាយចិត្តហើយក៏ដើរលេងចិត្តផ្ទះដូចធម្មតាដោយចិត្តក្លាហានរកតែរកគ្រឿងឆ្លោះនឹងគេតពីនេះដំណើរអំពីអាសុកស្លូតគ្រាដែលអាសុកកាចចាក់ឆ្កៀលផ្លែកទាំងពីរខាងហើយវិធាក់ទម្លាក់ទឹកស្ទឹងកំពុងហូរទៅនោះអាសុកស្លូតហាយបណ្ដែតខ្លួនតាមខ្សែទឹកហូរទៅក៏ភាវនារកពុទ្ធោពុំដាច់ពីមាត់គ្រានោះអ្នកតាមួយមានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ដែលមានអាស្រមនៅក្នុងព្រៃរលាងចិត្តមាត់ស្ទឹងនោះអ្នកតាមានក្រពើធំមួយដេកនៅក្រោមអាស្រមអាចតំណែងជាមនុស្សបានដល់ពេលឃ្លានអាហារក្រពើនោះក៏វាចុះមកស្ទឹងស្វែងរកមនុស្សដល់ពេលឃ្លានអាហារក្រពើនោះក៏វាចុះមកស្ទឹងស្វែងរកអាហារវាហែច្រាស់ទឹកហែទៅប្រទះនឹងអាសុកស្លូតដែលកំពុងហែបណ្ដាត់ខ្លួនតាមខ្សែទឹកក្រពើលាន់មាត់ថាអាយ៉ាលៀបធំណាស់តើអញមករកអាហារថ្ងៃនេះប្រទះបានមនុស្សស៊ីហើយខំប្រឹងស្ទុះហែទៅចិត្តលឺមាត់ថាពុទ្ធោក៏សង្ស័យចិត្តមើលទៅភ្នែកទាំងពីរឃើញធ្លុះរកប្រស័យគ្មានក្រពើគិតថាគួរអញយកទៅថ្វាយលោកតាអញកុំស៊ីមនុស្សនេះហើយក៏មុជគៀអាសុកស្លូតនោះឲ្យឡើងលើខ្នងហើយត្រឡប់ទៅដល់អាស្រមវិញហើយតំណែងខ្លួនជាមនុស្សដឹកដៃនាំខ្លួនអាសុកស្លូតទៅថ្វាយអ្នកតាសួរអាសុកស្លូតនោះក៏ថ្វាយបង្គំរាយរឿងតាមដំណើរគ្រប់ប្រការអ្នកតាស្ដាប់សពគ្រប់ហើយមានចិត្តមេត្តាអាសុកស្លូតនោះពុនពេកលោកថាអោអាសុកកាចអើយចិត្តអីអាក្រក់ម្លេះណាហើយចៅសុកស្លូតឯងកំភៃសឹមតាជួយសង្គ្រោះឲ្យចៅរស់ជីវិតភ្នែកក៏ឲ្យភ្លឺដូចដើម
បានទៅជួបនឹងជីដូននៅផ្ទះវិញថាហើយក៏ផ្សំថ្នាំដាក់ភ្នែកសូត្រទឹកមុនផ្លុំភ្នែកឲ្យចៅសក់ស្លូតនោះក៏បានភ្លឺភ្នែកដូចដើមទៅអ្នកតាក្តាប់ដីខ្សាច់មួយដៃសេកទឹកមុនផ្លុំដីខ្សាច់ដាក់ឲ្យដៃចៅសក់ក៏ដាំថាចៅឯងក្តាប់ឲ្យជាប់ពុំលាដៃបើទៅដល់ផ្ទះចៅប្រាប់ជីដូនឲ្យក្រាកន្ទេក្នុងផ្ទះហើយសឹមចៅចាក់ដីខ្សាច់នេះទៅលើកន្ទេអ្នកតាផ្ដាំហើយហៅក្រពើមកឲ្យចៅសក់ស្លូតជីលើខ្នងហែតាមស្ទឹងទៅបានទៅដល់កន្លែងដែលអាសុកកាធាក់ទម្លាក់ក្នុងទឹកនោះចៅសុកឃើញព្រៃឫស្សីដែលកាប់លួសរនាបក៏ចាំជាក់ក្រពើដាក់ចៅសុកឲ្យឡើងលើគោកចៅសុកក៏លាក្រពើដើរដរាបទៅដល់ផ្ទះហើយចូលទៅយំសំពះជីដូនឃើញចៅហើយស្ទុះមកអោបយំខ្សឹកខ្សួរនិយាយប្រាប់ថាគេប្រាប់យាយថាខ្លាខំចៅស្លាប់ទៅហើយម្ចាស់ជីវិតអើយជីដូនយំសោកបោកខ្លួនអាសូរចៅហៀបនឹងខ្សែជីវិតចៅមិនស្លាប់ជីដូនអនណាស់រកអ្វីព្រៀបផ្ទឹមពំបានឯចៅសុកនិយាយប្រាប់ជីដូនតាំងពីទៅកាប់ឫស្សីលួសរនាបត្រូវអាសុកកាតពីចាក់ភ្នែកធ្លាក់ទម្លាក់ទឹកហើយបានក្រពើនាំថ្វាយអ្នកតានោះរៀបរាប់រឿងប្រាប់ជីដូនគ្រប់ប្រការជីដូននឹងរឹតតែអាណិតចៅពេកហើយវាប្រាប់ជីដូនថាយាយក្រាកន្ទេក្នុងផ្ទះទៅជីដូនក្រាតាមពាក្យចៅសុកស្លូតក៏លាដៃដាក់ដីខ្សាច់លើកន្ទេកើតជាប្រាក់គោក្នុងផ្ទះអស់ណាស់តែពីអ្នកជីដូននឹងចៅបានចាត់ចែងទិញសម្លៀកបំពាក់គ្រប់ប្រដាប់ប្រើប្រាស់សង់ផ្ទះថ្មីល្បីមានដាច់គេក្នុងភូមិនោះឯអាសុកកាចឃើញអាសុកស្លូតក៏នឹកក្នុងចិត្តថាអញចាក់ភ្នែកវាទាំងពីរខាងចាក់ទម្លាក់ទឹកស្មានថាវាស្លាប់ឥឡូវវារស់ឡើងវិញភ្នែកភ្លឺដូចដើមមានទាំងរូបសម្បត្តិសម្បូរប្រើប្រាស់គ្មានខ្វះអ្វីប្លែកអំពីដើមលុះដល់វេលាស្ងាត់មួយវាបានជួបនឹងអាសុកស្លូតក៏សួរថាកាលឯងនឹងអញទៅកាប់ឫស្សីលុះរនាបនោះបិសាចមកបណ្ដាចិត្តអញឲ្យចាក់ភ្នែកទាំងពីរខាងធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងអញស្មានតែឯងស្លាប់ហេតុដូចម្ដេចក៏ឯងរស់ឡើងវិញហើយមានទាំងទ្រព្យសម្បត្តិច្រើនជាងគេផងអាសុកស្លូតឆ្លើយថាគុណបានគុណបងកុំអីខ្ញុំក្រលំបាកតោកយ៉ាដូចបងឯងនឹងស្រាប់ហើយនិយាយប្រាប់អាសុកកាចតាមត្រង់ថាការដែលបងចាក់ភ្នែកខ្ញុំទាំងពីរខាងធាក់ទម្លាក់ទឹកក្នុងស្ទឹងនោះខ្ញុំភាវនារកតែពុទ្ធោក៏បានជួបនឹងក្រពើនាំទៅថ្វាយអ្នកតាជប់ភ្នែកជប់ដីខ្សាច់ឲ្យខ្ញុំលុះមកដល់ផ្ទះដាក់ដីខ្សាច់កើតជាប្រាក់មាសបានជាខ្ញុំមានបានសប្តាហ៍ថ្ងៃនេះអាសុកកាចលើអាសុកស្លូតនិយាយរឿងដូច្នោះក៏បណ្ដាចិត្តលោកលុនប្រមាណគិតថាអញនឹងធ្វើឲ្យបានដូចអាសុកស្លូតថ្ងៃក្រោយជួបនឹងអាសុកស្លូតក៏និយាយថាអាសម្លាញ់អើយអញចង់ទៅកាប់ឫស្សីលួសរនាបនៅព្រៃដែលយើងទៅកាប់ត្រង់កន្លែងមុននោះឯបាយទឹកអាហារភោជនថ្នាំជក់កំបិតតូចធំប្រដាប់កាប់ឫស្សីលួសរនាបស្រេចលើអញទាំងអស់ឯងមានតែខ្លួនទៅបានហើយអាសុកស្លូតថាក្រែងសម្រាប់អញទៀតអាសុកកាថាមុននោះខ្មោចកំរោលចូលឲ្យអញងឹតមុខអញចាក់ឯងដោយមិនដឹងខ្លួនសោះឯងកុំប្រកាន់ខឹងនឹងអញអាសុកស្លូតថាចាំខ្ញុំជូនទៅត្បិតបងសុកឯងមានគុណលើខ្ញុំច្រើនខ្ញុំមានទ្រព្យសម្បត្តិក៏ព្រោះបងលុះព្រឹកឡើងអាសុកកាចស្ពាយបាយសំណុំមានគ្រប់ប្រដាប់ដូចមុនហើយបណ្ដាលគ្នាដល់ព្រៃឫស្សីលុះកាប់បានពុះលួរនាបហើយនាំគ្នាអង្គុយស៊ីបាយអាសុកកាចហុចកំបិតបន្ទួលទៅអាសុកស្លូតប្រាប់ថាឯងចាក់ភ្នែកអញមកខាងទៅអាសុកស្លូតប្រកែកបំប្រងចាក់អាសុកកាចថាជើចាក់មកយីមិនដេចមិនអាណិតគ្នាផងសោះអាសុកស្លូតក៏ចាក់ឆ្កៀដូចគេឆ្កៀក្រសាំងឲ្យខ្វាក់ភ្នែកមកខាងទៅឯអាសុកកាចឈឺពើផ្សាណាស់តែចិត្តចង់ប្រញាប់បានប្រាក់ដូចអាសុកស្លូតក៏ឲ្យអាសុកស្លូតចាក់ភ្នែកមកខាងទៀតហើយបង្គាប់ឲ្យអាសុកស្លូតច្រានទៅចិត្តមាត់ស្ទឹងទាំងបង្គាប់ឲ្យធាក់ផងអាសុកស្លូតក៏ធាក់ទម្លាក់ទឹកស្ទឹងទៅអាសុកកាចសួរថាការដែលអញចាក់ឯងមុននោះឯងធ្វើដូចម្ដេចខ្លះអាសុកស្លូតថាអញរកតែពុទ្ធោជាប់នៅមាត់អាសុកកាចស្រែករកតែពុទ្ធោមិនឈប់លឺរំពងព្រៃមាត់ស្ទឹងទន្ទឹងរកកពើក៏ពុំជួបសោះណាមួយវាឈឺចាប់ហែបណ្ដែតខ្លួនយូរបន្តិចទៅអស់កម្លាំងឆ្លក់ទឹកស្លាប់ទៅហើមរលួយរលេះត្រីស៊ីនៅតែលលាក្បាលខ្មោចអាសុកកាចក៏អណ្ដែតតាមខ្សែទឹកលងគេឮតែពុទ្ធោដរាបដល់កំពង់ទឹកមហាសេដ្ឋីវេលានោះកងក្រមុំមហាសេដ្ឋីនាំខ្ញុំប្រុសស្រីចុះទៅងូតទឹកកំពង់តែកញ្ជ្រូកទឹកលេងសប្បាយស្រស់តែឃើញលលាក្បាលអាសុកកាចនោះអណ្ដែតមកចិត្តលងស្រែកថា
ពធពធកូនក្រមុំមហាសេដ្ឋីឈប់លេងទាំងអស់គ្នានឹកសង្ស័យក៏ប្រើខ្ញុំប្រុសម្នាក់ឲ្យទៅស្រង់យកលលាក្បាលខ្មោចនោះមកដាក់លើគោកនៅមាត់កំពង់នោះលលាក្បាលខ្មោចនោះវាមិនបាត់ស្ងាត់សោះចេះតែលោកគេរកតែពធពធកូនក្រមុំមហាសេដ្ឋីក៏នាំខ្ញុំប្រុសស្រីឡើងពីងូតទឹកមកប្រើឲ្យខ្ញុំប្រុសកម្មយកក្បាលខ្មោចអសោកកាចនោះមកផ្ទះហើយនាងជំរាបមហាសេដ្ឋីជាឪពុកនាងថាលោកឪពុកខ្ញុំរើសលលាក្បាលខ្មោចមួយអណ្ដែតទឹកនៅកំពង់យើងវាលោងស្រែករកពធពធសេដ្ឋីជាមេដាបេដាស្ដាប់ហើយក៏ស្ទុះមកមើលឃើញក្បាលខ្មោចនោះកំពុងស្រែករកពធពធមែនអស្ចារ្យណាស់ក៏ឲ្យលៀងដុសខាត់ដាក់លើគោកលលាក្បាលនោះក៏នៅតែស្រែករកពធពធជានិច្ចគ្មានឈប់ព្រឹកសេដ្ឋីនោះតែងតែទៅគាល់ព្រះមហាក្សត្រនៅចំព្រះរាជរោងជួបជុំអស់មន្ត្រីចក្រស្ដំរាល់ពេលពុំដែលខានសេដ្ឋីជំរាបអស់លោកថាខ្ញុំបានលលាក្បាលខ្មោចមួយចេះស្រែករកពធពធជានិច្ចអស់លោកចក្រស្ដំស្ដាប់ហើយឆ្លើយថាសេដ្ឋីកុហកទេមិនដែលមានលលាខ្មោចណាចេះស្រែករកពធទេយើងមិនជឿឡើយសេដ្ឋីថាពិតប្រកបណាស់បើអស់លោកមិនជឿខ្ញុំហ៊ានភ្នាល់ដោយមាស100តម្លឹងអស់លោកចក្រស្ដំទាំង4ថាយើងហ៊ានភ្នាល់ហើយធ្វើសម្បត្តិចុះកិច្ចសន្យាសេដ្ឋីទៅដល់ផ្ទះឮលលាខ្មោចស្រែករកពធកោកកោកនឹកថាអស់លោកមកជាចាញ់ហើយសេដ្ឋីយកមាស100តម្លឹងឲ្យកូនក្មួយកាន់កោកដែលដាក់លលាក្បាលខ្មោចនោះយ៉ាងរហ័សទៅលុះចូលទៅដល់ទ្វារកំពែងខាងក្រៅលលាខ្មោចបាត់សម្លេងឈឹងពុំឮស្រែកពធសោះកាលចូលដល់ចុងព្រះរាជរោងដាក់លលាក្បាលខ្មោចចំពោះមុខអស់លោកចក្រស្ដំទាំង4នោះហើយសេដ្ឋីបង្គាប់ថាចាំអីទៀតក៏មិនស្រែករកពធពធទៅលលាក្បាលខ្មោចបាត់សូនឈឹងមិនឮរកពធសោះមហាសេដ្ឋីចាញ់ក៏ជូនមាស100តម្លឹងទៅអស់លោកហើយអស់លោកច្មោកថាសេដ្ឋីយកក្បាលខ្មោចមកវារកពធថ្លង់យើងរាល់គ្នាហើយទះដៃសោចលាន់នៅទីព្រះរាជរោងសេដ្ឋីខឹងនឹងក្បាលខ្មោចណាស់លាអស់លោកចេញមកក្រៅដល់កំពែងស្រាប់តែលលាក្បាលខ្មោចស្រែកថាពធពធសេដ្ឋីរឹតតែខឹងណាស់ដល់ផ្ទះប្រើបាវឲ្យយកពូថៅនាំយកលលាក្បាលខ្មោចនោះទៅសំពងចោលឯកំពង់ទឹកបាវយកទៅមិនសំពងឲ្យល្អិតត្រឡប់ជាបោះលលាខ្មោចទាំងនោះចោលទៅក្នុងទឹកឯលលាក្បាលខ្មោចអសក់កាចនោះអណ្ដែតតាមទឹកស្ទឹងហូររសាត់ទៅក្រោមវាលងរកពធពធរៀងទៅដល់កំពង់វត្តវេលានោះលោកសង្ឃនិមន្តទៅស្រង់ទឹកបានឃើញលលាក្បាលខ្មោចលងរកពធពធលោកក៏ស្រង់យកទឹកកត់និមន្តលោកផកសង្ឃផងគ្នាបាំងសុគររួចដុតក្បាលខ្មោចនោះសោះហើយលោកពិចារណាថាគួរយកកំទេចឆ្អឹងនេះលាយនឹងម្រ័ក្សខ្មុកសព្រះវិហារបញ្ជូនផលឲ្យដល់អ្នកដែលស្លាប់ហើយលោកក៏យកខ្មុកលាបតាមសពប្រតិលោកទៅសល់បន្តិចបន្តួចយកទៅលាបនឹងរទេះលោកការដែលម្រ័ក្សខ្មុករទេះនោះស្ងួតហើយលោកភ្នំប្រតិចង់ទឹមរទេះបទៅសួរញាតិញោមលោកឲ្យសិស្សដឹកគោមកទឹមរទេះឡើងគង់បចេញពីកប់ទៅវេលាស្ងាត់ពីមនុស្សរទេះនោះលាន់ផ្លូវនឹងដុំសង្កេតគ្នាដោយរទេះធម្មតាតែដល់ជួបនឹងឧបាសកឧបាសិការទេះនោះលាន់លឺដោយលោកជេបញ្ចោគេថាមេចៅញាប់ញ៉ាញ់ឧបាសកឧបាសិកាលឺខឹងនឹងលោកព្រោះថាលោកជេបញ្ចោប្រពន្ធកូនគេក៏ដៀថ្មាស់ជាពាក្យទម្ងន់លោកប្រកែកដូចម្ដេចក៏ពុំស្ដាប់រឹតតែប្រមាថលោកឥតកោតញញើតលោកខួសទៅទៀតជួបនឹងនិមឺនគេកំពុងដើរមានគ្នាច្រើនឯរទេះលោកលន់លឺទៀតដូចជាលោកជេម្ដាយនិមឺនទាំងនោះថាចៅម្ដាយនិមឺនខឹងនឹងលោកនាំគ្នាដេញពីលោកភ័យវាយគោបំបៅរួចទៅលោកនេះគិតថាពីដើមរទេះអញបមកមិនដែលឮសូរជេរបញ្ចោគេទេរឿងនេះឃើញតែកំទេចឆ្អឹងខ្មោចដែរមកបិទសព្រះវិហារសពីនោះអញយកមកលាបរទេះនេះលោកត្រឡប់មកពីសួរញាតិញោមមកដល់វត្តវិញលោកកាប់រទេះដុតនៅកន្លែងដែលដុតទលាក្បាលខ្មោចអសក់នោះឆេះជាផេះកន្លែងនោះដោយមានជាតិអសក់កាចក៏ដុះកើតជាស្មៅកន្ត្រើយដែលជាប់សម្ពុតខោមនុស្សសពថ្ងៃនេះឯងកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងចិត្តមិនអប់រំនាំឲ្យវិនាស
ដើម្បីសម្របសម្រួលដល់សាធារណជនដែលពុំអាចមើលឃើញឬមិនចេះអានក៏នៅតែអាចទទួលបានចំណេះដឹងពីប្រជុំរឿងព្រេងខ្មែរតាមរយៈការស្ដាប់រឿងជាសំឡេងដែលក្រុមការងារយើងខ្ញុំបានបង្កើតកម្មវិធីសៀវភៅជាសំឡេង Audio Book នេះឡើងរឿងសំឡាញ់ពីរនាក់កំណត់ចំណាំដកស្រង់ចេញពីកម្ពុជាសូរិយាលេខ123ឆ្នាំ1933ដល់ឆ្នាំ1934ទំព័រ162រៀបរៀងដោយព្រះអគ្គលេខានប់នៅក្រមបរិជ្ជនិពន្ធរឿងសំឡាញ់ពីរនាក់កាលពីព្រេងនាយមានបរិសុទ្ធពីរនាក់ជាសំឡាញ់នឹងគ្នានិយាយសន្យាគ្នាថាកាលបើយើងមានប្រពន្ធហើយឯងក្តីអញក្តីបើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមកសន្យាគ្នាហើយយូរបន្តិចទៅសំឡាញ់មួយមានប្រពន្ធគ្រប់លក្ខសំឡាញ់មួយទៀតមានប្រពន្ធខាតលក្ខវេលាយប់ចូលដំណេកសំឡាញ់តែមានប្រពន្ធគ្រប់លក្ខនោះនិយាយគិតគ្នាប្តីប្រពន្ធថាយើងរកស៊ីអីឲ្យមានឆាប់ប្រពន្ធថាអ្នកចង់រកស៊ីអីឬប្រើឲ្យខ្ញុំដំបាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទៅទឹងទាស់ចិត្តអ្នកទេលុះកន្លងមកពេលចូលដំណេកជប់ក្រោយទៀតប្តីនិយាយនឹងប្រពន្ធថានាងអើយបើគិតឃើញរបរមួយមុខបើបានដូចគំនិតនឹងបានមាសប្រាក់ផ្តិលតក់ថាសដោយងាយប្រពន្ធសួរប្តីថាគិតធ្វើដូចម្ដេចបានងាយម្ល៉េះប្តីប្រាប់ប្រពន្ធថាជាច្រើនឆ្នាំមកហើយនៅក្នុងសមុទ្រមានសំពៅអ្នកចំនួនគ្រប់ប្រទេសខ្លះសុខសប្បាយខ្លះលិចលង់របស់ទ្រព្យសពសារពើមាសប្រាក់កប់នៅបាតសមុទ្រនោះច្រើនយើងគិតនាំគ្នាទៅបាតទឹកសមុទ្រនោះឲ្យរីងក្រអ្វីមាសប្រាក់របស់គ្រប់មុខនោះបើបានត្រីធំតូចយើងធ្វើងៀតធ្វើផ្អកប្រហុកព្រឹកប្រហៀមស្រាងនោះនាងដាំបាយដួសដាក់កញ្ជើឲ្យមានម្ហូបនិងស្លាម្លូផងយើងនឹងទៅបាចទឹកសមុទ្រឲ្យរីងប្រពន្ធលឺប្តីប្រាប់ហើយក៏ធ្វើតាមបង្គាប់លុះព្រឹកឡើងរៀបគ្រប់ប្រដាប់រួចក៏នាំគ្នាទៅមាត់សមុទ្រហើយទុកដាក់បាយម្ហូបចំណីឲ្យស្រួលទើបប្តីកាន់កញ្ជើមួយខំបាចទឹកទៅលើគោកបាចតតែដល់ពេលបាយទើបឈប់បរិភោគលុះបរិភោគបាយរួចនាំប្តីប្រពន្ធបាចទៀតដល់ល្ងាចទើបទៅផ្ទះព្រឹកឡើងនាំគ្នាទៅបាចទៀតទៅល្ងាចទើបនាំគ្នាមកផ្ទះវិញបាចបានចំនួន5ថ្ងៃប្តីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថាទឹកស្រកសណ្ដក់ហើយនាងប្រពន្ធឆ្លើយថាបើដូច្នោះយើងខំបាច់ទៅបើយូរណាស់ត្រឹមកន្លះខែទៀតមកជារីងហើយយើងចាប់យកត្រីធំតូចវះធ្វើងៀតផ្អកប្រហុកថ្លឹងយកលក់យកប្រាក់មួយទៀតយើងត្រូវកាយយកមាសប្រាក់តុកថាសចានក្បាំងដ៏មានតម្លៃនៅក្នុងសំពៅទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះមិនដឹងបានយកទៅណាអស់ទេថាហើយដល់ល្ងាចនាំគ្នាត្រឡប់មកផ្ទះវិញព្រឹកឡើងនាំគ្នាទៅបាចទៀតហើយនិយាយតែពាក្យដដែលដូចថ្ងៃមុនវងមច្ឆាក្នុងសមុទ្រស្ដាប់ឮដំណឹងសពគ្រប់ភ័យបារម្ភណាស់ជំនុំគ្នាថាយើងមកជាស្លាប់ម្ដងនឹងហើយគួរតែយើងនាំគ្នាទៅទូស្ដាច់ត្រីអំសាសមុទ្រទើបរស់ជីវិតគិតហើយនាំគ្នាហើយទៅដល់ស្ដេចត្រីទូតាមដំណើរដែលបរោះប្តីប្រពន្ធមកបាចទឹកសមុទ្រនោះស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទទួលនោះថាឯងរាល់គ្នាពាំយកមាស5គីឡូប្រាក់5គីឡូនិងតុកថាសផ្តិលចានឲ្យទៅបរោះប្តីប្រពន្ធអង្វរគេកុំឲ្យបាចទឹកសមុទ្រទៅត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្គាប់រួចនាំគ្នាពាំហែមកដល់បរោះប្តីប្រពន្ធអង្វរសូមឲ្យឈប់បាចទឹកសមុទ្រត្រីទាំងនោះក៏ហាមាត់ខ្ជាក់កន្លមាសប្រាក់តុកថាសតលចានឲ្យបរោះប្តីប្រពន្ធប្តីប្រពន្ធមានសេចក្តីត្រេកអរពន់ពេកក៏ឈប់លេងបាចទឹកពីថ្ងៃនោះទៅហើយនាំប្តីប្រពន្ធជញ្ជូនទ្រព្យទៅទុកផ្ទះតតែអស់បរោះប្តីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនថ្កើងរុងរឿងបានសេចក្តីសុខតទៅពរនាពីសម្លាញ់ដែលមានប្រពន្ធខាតលក្ខគាត់នឹកភ្នឹករលឹកដល់សម្លាញ់ហើយនាំប្រពន្ធទៅលេងផ្ទះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខលុះឡើងទៅលើផ្ទះឃើញគេនៅរាប់អានចិត្តស្និទ្ធស្នាលដូចពីដើម
គាត់គុណមើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះគេហើយនឹកក្នុងចិត្តថាពីដើមសម្លាញ់គេមានទ្រព្យសម្បត្តិល្មមសមគួរទេឥឡូវនេះគេរករបរអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះគិតហើយតអូនប្រាប់សម្លាញ់ដែលមានទ្រព្យសម្បត្តិថាសម្លាញ់អើយអញសប្ថ្ងៃនេះក្រលំបាកណាស់ចុះសម្លាញ់ឯងរកស៊ីជំនួញអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខថាសម្លាញ់អើយអញរកស៊ីបាច់ទឹកសមុទ្រតែពីអ្នកប្តីប្រពន្ធអញពេលព្រឹកទៀបភ្លឺប្រពន្ធអញដាំបាយគ្រប់ប្រដាប់លុះភ្លឺឡើងនាំគ្នាទៅបាច់ទឹកសមុទ្រល្ងាចត្រឡប់មកផ្ទះវិញស្ដេចត្រីភ័យបង្គាប់ត្រីជាបរិវារឲ្យពំមាសប្រាក់និងរបស់គ្រប់មុខឲ្យអានឯសម្លាញ់មានប្រពន្ធខាត់លះដឹងហើយក៏លាសម្លាញ់តែមានប្រពន្ធគ្រប់លក្ខគេក៏ឲ្យប្រាក់យកទៅចិញ្ចឹមជីវិតលុះត្រឡប់ទៅផ្ទះវិញពេលចូលដំណេកបរោះនោះនិយាយនឹងប្រពន្ធថាព្រឹកនេះឯងដាំបាយពីយប់រៀបប្រដាប់ប្រដាឲ្យសពគ្រប់ភ្លឺឡើងយើងនឹងនាំគ្នាទៅបាចទឹកសមុទ្រឲ្យបានមាសប្រាក់ទ្រព្យសម្បត្តិដោយសម្លាញ់យើងលុះព្រឹកឡើងមេខាត់លះជាប្រពន្ធបានក្រោកបង្កាត់ភ្លើងឆេះហើយបានបើកខាត់ពួរអង្គកំពុកមួយទុកដៃយកអង្គទៅលាងកំពុកមួយទុកដៃទៀតច្រកអង្គទៅក្នុងឆ្នាំងកំពុកមួយទុកដៃទៀតដល់ពុះជាបាយកំពុកទៀតច្រកអង្គចំនួនល្មមឆ្អិនពេញឆ្នាំងបាយនៅតែកន្លះឆ្នាំងទាល់តែថ្ងៃណាស់ហើយទើបដួសដាក់កញ្ជើហើយបណ្ដាលប្តីប្រពន្ធទៅបាចទឹកសមុទ្របាចទាំងខឹងទាំងជាបាចចំនួន5ថ្ងៃអស់វងមច្ឆាតូចធំផ្អើផិតភ័យនាំគ្នានិយាយថាបរោះប្តីប្រពន្ធពីណាមកបាចទឹកសមុទ្រទៀតហើយពួកត្រីក៏សម្លឹងទាំងវងចាំមើលចាំស្ដាប់ប្រពន្ធខាត់លាក់បោកល្អីដែលបាចទឹកនោះហើយថាបាចយូរថ្ងៃហើយមិនបានឃើញរបស់អ្វីអញមិនខ្ចីទេអញលេងបាចហើយឆ្លោះប្តីប្រពន្ធជេរម្ដាយប្តីបញ្ចោលប្រពន្ធប្រកាច់ចំបាប់គ្នាប្រទាញសម្ពុតគ្នាទៅវិញទៅមកតតែអាស្រាតទាំងប្តីប្រពន្ធលេចគេខ្មាស់នៅមាត់សមុទ្រហើយអ្នកទាំងពីរនាក់ថាខ្ញុំគេក៏ខ្ញុំចោះលេងបាចហើយត្រីទាំងនោះឮថាលេងបាចក៏ត្រេកអរធូរចិត្តលេងសោកឲ្យមាសប្រាក់របស់ទាំងពួងត្រីទាំងនោះបានឃើញគេខ្មាស់បរោះប្តីប្រពន្ធក៏លោតសោចទាំងវងឯត្រីសណ្ដាយសោចតតែរយះមាត់បានជាមាត់ធំដូចជាគេហែករហូតដល់បច្ចុប្បន្ននេះបរោះប្តីប្រពន្ធគ្មានបានអ្វីសោះក៏លែងឆ្លោះនាំគ្នាដកសារាយប្តីមួយអម្រែកប្រពន្ធមួយទ្រនូត្រឡប់មកផ្ទះវិញចាក់សារាយចោលនៅគៀនជញ្ជាំងឲ្យរលួយខូចអស់ទៅគំនិតសម្រាប់អប់រំពិចារណានៅក្នុងរឿងនាងរត់រោគអ្នកមេខាត់លះរត់រោគអបទន្សា រឿងស្រីក្ងោកមាសកំណត់ចំណាំដកស្រង់ចេញពីកម្ពុជាសូរិយាលេខ123ឆ្នាំ1935ទំព័រ79មិនឃើញមានឈ្មោះអ្នករៀបរៀងទេរឿងស្រីក្ងោកមាសដើមឡើយមានបរិះម្នាក់បានទទួលបណ្ដាំពីឪពុកប្រដៅថាកុំឲ្យយកស្រីប្តីលេងនិងស្រីសៅកែឲ្យយកតែស្រីក្រមុំព្រហ្មចារីនិងមេម៉ាយប្តីស្លាប់ធ្វើជាប្រពន្ធហើយកុំឲ្យយកខ្លានឹងមនុស្សគ្រប់3តែមិនដូច្នោះបរិះនោះបានយកស្រីទាំង4នាក់នោះធ្វើជាប្រពន្ធនិងយកមនុស្សគ្រប់3ជាខ្លាដើម្បីលបងមើលថ្ងៃមួយក្ងោកមាសរបស់ស្ដេចទៅរកស៊ីក្បែរផ្ទះបរិះនោះឯបរិះនោះគិតពិសោធន៍មើលក៏ចាប់ក្ងោកមាសនោះយកទៅចងលាក់ទុកក្នុងទ្រុងមួយហើយដាក់ចំណីបាយទឹកឲ្យក្ងោកនោះស៊ីរួចបរិះយកមាន់គោកមួយទៅកាប់ធ្វើម្ហូបបរិភោគពេលនឹងបរិភោគបរិះនោះបានយកប្រពន្ធទាំង4និងខ្លានោះទៅបរិភោគទាំងអស់គ្នាកំពុងតែស៊ីក៏ធ្វើជាភ្លក់និយាយថានេះគឺជាសាច់ក្ងោកមាសស្ដេចដែលអញបានលួចកាប់យកមកស៊ីក្រោយពីនោះ
ដល់បាត់កងោកស្ដេចក៏ឲ្យប៉ៅកងសួររកកងោកនោះនាងស្រីប្តីលែងនិងនាងស្រីសៅកែនិយាយទៅនាងក្រមុំនិងនាងប្តីស្លាប់ថាឲ្យប្រាប់ទៅពួកអ្នកប៉ៅកងទៅថាប្តីយើងបានលួចកាប់កងោករបស់ស្ដេចយកសាច់ស៊ីកុំទៅជួយបិទបាំងអ្វីឲ្យវាងាប់ទៅចោះព្រោះវាធ្វើបាបវាជេរយើងខ្លាំងណាស់ស្រីក្រមុំនិងស្រីប្តីស្លាប់អង្វរទៅវិញថាកុំធ្វើបាបប្តីរបស់ខ្លួនដូច្នោះមិនល្អទេស្រីសៅកែនិងស្រីប្តីលែងថាទោះបីនាងឯងមិនចូលគំនិតនឹងយើងក៏គង់តែយើងប្តឹងអ្នកប៉ៅកងដែរថាហើយស្រីទាំងពីរអ្នកនោះប្តឹងអ្នកប៉ៅកងតាមដំណើរថាប្តីខ្លួនលួចកងោកស្ដេចយកសាច់ស៊ីគ្រាន់តែឮដូច្នោះភ្លាមអ្នកប៉ៅកងក៏ចាប់យកបរោះនោះទៅថ្វាយស្ដេចទូតាមដំណើរស្ដេចឲ្យនាំបរោះនោះទៅពិឃាតលុះនាំទៅដល់មាត់ទ្វារវាំងអ្នកចាំទ្វារពុំព្រមបើកទ្វារសួរថាអ្នកនាំមនុស្សទោសនេះមកតើបានជំនុំជម្រះហើយឬនៅហើយបាននិយាយរឿងមួយប្រាប់អ្នកនាំថាកាលនោះមានសេដ្ឋីម្នាក់ចិញ្ចឹមឆ្កែ500វេលាយប់មួយមានចៅជីកម៉ង់ចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋីនោះហើយចូលទៅក្នុងម៉ង់វិញទាំងអស់ឆ្កែរបស់សេដ្ឋីដឹងបាននាំគ្នាវាទៅខំចៅក្នុងម៉ង់នោះស្លាប់ទាំងអស់លុះព្រឹកឡើងមហាសេដ្ឋីឃើញបាត់ទ្រព្យសម្បត្តិដូច្នោះនឹកខឹងនឹងឆ្កែថាមិនចេះចាំរបស់ក៏ឲ្យគេសម្លាប់ឆ្កែទាំងនោះចោលអស់ទៅលុះធំអាសោចមកចោលឡើងទៅមើលឃើញចោលស្លាប់ដូច្នោះក៏នឹកស្ដាយក្រោយកំពុងតែនិយាយឃើញបម្រើស្ដេចដែលទ្រង់ព្រះរាជបញ្ជាឲ្យទៅយកបរោះនោះមកជំនុំជម្រះវិញលុះស្ដេចសួរបរោះនោះពីរឿងសម្លាប់កងោកមាសបរោះនោះក្រាបទូលថាកងោកនោះទូលព្រះបង្គំពុំបានសម្លាប់ទេគឺបានទុកនៅកន្លែងមួយដោយល្អឯសត្វដែលទូលព្រះបង្គំជាខ្ញុំសម្លាប់ទទួលបរិជ្ជទាននោះគឺមាន់គោកទេស្ដេចទ្រង់ឲ្យទៅយកកងោកមកវិញហើយទ្រង់លើកលែងទោសបរោះនោះឯស្រីទាំងពីរនាក់ដែលប្តឹងពីបរោះជាប្តីថាសម្លាប់កងោកនោះត្រូវបរោះជាប្តីនោះលែងចោលទៅគំនិតសម្រាប់អប់រំពិចារណានៅក្នុងរឿងចង់ដឹងផលពិតត្រូវពិនិត្យរកហេតុរឿងបរោះមានកូន4នាក់រៀនវិជ្ជា4បទកំណត់ចំណាំដកស្រង់ចេញពីកម្ពុជាសូរិយាលេខ10 11 12ឆ្នាំ1933ដល់ឆ្នាំ1934ទំព័រ118ដល់120គ្មានឈ្មោះអ្នករៀបរៀងទេរឿងបរោះមានកូន4នាក់រៀនវិជ្ជា4បទមានបរិមម្នាក់មានកូនប្រុស4នាក់បានសិក្សាវិជ្ជា4បទស្ទាត់ជំនាញរៀងខ្លួនគឺម្នាក់ចេះស៊ីម្នាក់ចេះដេកម្នាក់ចេះកាត់ក្តីម្នាក់ទៀតចេះចងស្រីឪពុកក៏យកកូនទាំង4នាក់ទៅថ្វាយស្ដេចក្រាបអំពីវិជ្ជានីមួយៗក្នុងគណៈដែលថ្វាយនោះស្ដេចទ្រង់រក្សាទទួលទុកថ្ងៃមួយស្ដេចទ្រង់ពិសោធន៍បរិសម្នាក់ដែលចេះស៊ីជាមុនឲ្យគេរៀបភោជនាហារច្រើនមុខស្ដេចដួសទឹកឆៅមួយក្រចកដាក់ទៅក្នុងចានសម្លមួយហើយទ្រង់ប្រាប់ទៅបរិសនោះថាឲ្យស៊ីភោជនាហារគ្រប់មុខបរិសនោះក៏បរិភោគតាមព្រះរាជបញ្ជាដល់ទៅសម្លមួយមុខដែលស្ដេចបានដាក់ទឹកឆៅមួយក្រចកនោះចូលទៅបរិសនោះមិនបរិភោគស្ដេចសួរបរិសនោះថាហេតុម្ដេចបានជាចៅឯងមិនបរិភោគសម្លនេះបរិសនោះក្រាបទូលថាសម្លនេះមានទឹកឆៅមួយក្រចកនៅក្នុងនោះបានជាទូលព្រះបង្គំជាខ្ញុំមិនទទួលបរិជ្ជទានស្ដេចនឹកក្នុងព្រះហត្ថីថាបរិសនេះចេះវិជ្ជាខាងស៊ីស្ទាត់មែនអំពីនោះទៅស្ដេចទ្រង់ពិសោធន៍បរិសចេះដេកទៀតទ្រង់ឲ្យរៀបទីកន្លែងយ៉ាងស្អាតមានពុកកម្រាលក្រាលពីលើស្ដេចយកសក់មួយសរសៃទៅដាក់នៅក្រោមកម្រាលពុកនោះ
ដល់វេលាយប់ទ្រង់ហៅបរោះនោះឲ្យទៅដេកបរោះប្រាស់ដេកទៅក្រោកឡើងវិញភ្លាមទ្រង់សួរថាហេតុដូចម្ដេចបានជាដេកហើយក្រោកឡើងវិញបរោះនោះក្រាបទូលថាមានសក់មួយសរសៃនៅក្នុងដំណេកនោះបានជាទេវព្រះបង្គំជាខ្ញុំក្រោកស្ដេចទ្រង់នឹកសរសើរក្នុងប្រតិយថាបរោះនេះស្ទាត់ខាងវិជ្ជាដេកប្រកបមែនថ្ងៃមួយមានបរោះម្នាក់ស្លាប់នៅកណ្ដាលវាលគ្មានភិនភាកស្លាកស្នាមអ្វីនៅរូបកាយនោះសោះស្ដេចទ្រង់បង្គាប់ឲ្យតុលាការមកក្រសួងស៊ើបសួររកហេតុនោះក៏ពុំឃើញទ្រង់ព្រះវិតកៈក្នុងបរិច្ឆហារតីទ្រង់នឹកឃើញបរោះដែលចេះវិជ្ជាខាងផ្លូវតុលាការនោះក៏មានព្រះចអង្គការឲ្យហៅចូលមកហើយទ្រង់ចាត់ប្រើឲ្យទៅស៊ើបរករឿងពិរុទ្ធនោះបរោះនោះសូមព្រះជានុញ្ញាតអំណាចក្នុងវេលាដែលស៊ើបសួរយកការនោះស្ដេចក៏ព្រះជាទានពរតាមសូមបរោះនោះទៅដល់ទីកន្លែងមនុស្សស្លាប់នោះចាត់ការហៅអ្នកស្រុកមកប្រជុំមិនឲ្យមានសល់ម្នាក់ហើយបរោះនោះហាមប្រាមថាក្នុងវេលាថ្ងៃស្អែកមិនឲ្យអ្នកណាទៅណាមកណាក្រៅពីភូមិខ្លួនទេឲ្យនៅទាំងអស់គ្នាទាំងស្រីទាំងប្រុសចាស់ក្មេងចូលទៅមើលគេធ្វើបន់រំលាយសពបរោះអនាថាដែលស្លាប់នៅកណ្ដាលវាលស្រែលើកតែមនុស្សខ្វាក់ខ្វិនចេញខណៈដែលរៀបចំរំលាយសពនោះបរោះជាអ្នកស៊ើបសួរបានចាប់មនុស្សជាច្រើនអ្នកដែលបានពន្យល់ពីកិច្ចហេតុដែលយកការក្នុងរឿងនោះបើឃើញឈ្មោះណាប្រកបនឹងកិច្ចដែលបានពន្យល់នោះឲ្យយកឈ្មោះនោះមកប្រគល់ឲ្យខ្លួនជានាយមួយរំពេចពេលភ្លើងឆេះពេញកម្លាំងមានស្រីក្មេងម្នាក់ស្រក់ទឹកភ្នែកច្រោកបរោះជាអ្នកគយគន់មើលហេតុក៏នាំយកខ្លួននាងនោះទៅប្រគល់ឲ្យនាយខ្លួនបរោះជានាយយកខ្លួននាងទៅស៊ើបសួរដំណើរដែលនាងយំនោះដោយយោបល់ដ៏ល្អិតនាងនោះរកផ្លូវកិច្ចការដោះសារទៅពុំបានក៏ប្រាប់បរោះនោះតាមត្រង់ថាខ្លួនឯងបានសហាយនឹងបរោះដែលស្លាប់ទៅនឹងបានគ្នាក្នុងយប់ដែលស្លាប់នោះហើយថាដំណើរដែលស្លាប់នោះគ្មានអ្នកណាវាយធ្វើបាបអ្វីទេគឺវេលាចូលដំណេកបរោះនោះប្រើនាងឲ្យទៅរកទឹកមកឲ្យផឹកនាងមិនហ៊ានចេញទៅដងទឹកឯក្រៅដែលខ្លាចឪពុកដឹងក៏យកផ្តិលត្រង់ទឹកភ្លៀងដែលហូរធ្លាក់តាមរងស្បូវនោះឲ្យផឹកលុះផឹកហើយក៏បណ្ដាឲ្យដល់មរណៈក្នុងគណៈនោះទៅបរោះដែលស៊ើបសួរក៏យល់ច្បាស់ក្នុងចិត្តថានាងនេះមិនមានសន្តានជាទុច្ចរិតនឹងបរោះដែលស្លាប់នោះទេព្រោះទើបស្រឡាញ់គ្នាបានជួបគ្នាក្នុងគណៈនេះកាលនេះប្រកាសជាមានសត្វអសេរពឹសអ្វីនៅលើដំបូលផ្ទះនោះបានជាបណ្ដាឲ្យបរោះនោះស្លាប់ទើបបរោះជានាយចាត់ឲ្យទៅមើលលើដំបូលផ្ទះនោះឃើញពស់នាគក្រៀកមួយនៅចំពីលើល្វែងដែលនាងនោះដេកបរោះជានាយក៏វាយពស់នាគក្រៀកនោះយកមកថ្វាយស្ដេចក្រាបទូលតាមដំណើរហើយដោះលែងនាងនោះទៅដោយវិនិច្ឆ័យថាហេតុដែលបណ្ដាឲ្យបរោះនោះស្លាប់មកអំពីផឹកទឹកភ្លៀងលាយនឹងពឹសពស់នាគក្រៀកដែលនាងនោះត្រង់មកឲ្យផឹកដោយឥតចេតនាស្ដេចក៏ទ្រង់សរសើរថាបរោះជានាយចេះស្ទាត់ក្នុងការស៊ើបសួរខាងផ្លូវតុលាការមែនថ្ងៃក្រោយមកមានសេដ្ឋីម្នាក់ស្លាប់សេដ្ឋីនោះមានប្រពន្ធក្មេងល្អនាងនោះបដិញ្ញាថាមិនយកប្តីទៀតទេដំណឹងនោះជ្រាបដល់ស្ដេចទ្រង់ឲ្យនិមឺនសពមុខមន្ត្រីទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីនោះនិមឺនទាំងអស់ទៅចង់មិនបានស្ដេចទ្រង់គិតថានាងនេះប្រហែលជាមិនយកប្តីដោយដំណឹងដែលទ្រង់ជ្រាបនោះមែនតែទ្រង់គិតក្នុងព្រះចរតីថានិមឺនសពមុខមន្ត្រីទាំងនោះប្រហែលជាមិនពេញសេចក្តីប្រាថ្នានាងមេម៉ាយទេបើអង្គអញប្រហែលជានាងនេះប្រោក៏ទ្រង់យាងទៅផ្ទះនាងមេម៉ាយនោះហើយទ្រង់ប្រាប់ឲ្យនាងថាល្ងាចនេះទ្រង់នឹងមកផ្ទុំនឹងនាងឲ្យនាងរៀបចំទីកន្លែងចាំទទួលនាងមេម៉ាយក៏ទទួលព្រះចអង្គការពេលល្ងាចនាងរៀបកន្លាព្រះបន្ទុំហើយតែងស្រីបម្រើម្នាក់ដែលមានកើតស្រែងនៅខ្លួនរចនាដោយគ្រឿងប្រដាប់សម្រាប់តាក់តែងរូបកាយស្រីគឺគ្រឿងមាសពេជ្រនិងគ្រឿងក្រអូបគ្រប់ប្រដាប់ហើយឲ្យនាងនោះចូលទៅក្នុងទីក្រឡាព្រះបន្ទុំដែលរៀបចំទទួលស្ដេចតាមព្រះចអង្គការដល់ស្ដេចយាងមកដោយទ្រង់មិនបានគិតពិនិត្យសពគ្រប់ក៏ទ្រង់យល់ថាទីនេះជាទីសម្រាប់នាងមេម៉ាយមែនបានជាមនុស្សទាំងឡាយមិនហ៊ានមកទីនេះទ្រង់ក៏ដាក់ព្រះអង្គគង់ឯបដោយសម្គាល់ថា
នាងមេម៉ាយទ្រង់ផ្ទុំជាមួយនាងនោះរួចហើយទ្រង់កំណត់ព្រះចន្ទាថាអញមកចង់នាងនេះបានហើយដើម្បីឲ្យបានជាភ័ស្តុតាងដល់ភ្នែកអ្នកផងទាំងពួងស្ដេចក៏ទ្រង់ខំថ្ពាល់នាងនោះជាសម្គាល់រួចទ្រង់យាងមកព្រះបរមរាជវាំងវិញទ្រង់មានព្រះរាជអង្ការផ្ដាំថាព្រឹកស្អែកឲ្យនាងចូលគរស្ដេចកំខានទ្រង់យាងទៅដល់ព្រះបរមរាជវាំងទ្រង់ក៏មានព្រះរាជអង្ការប្រាប់អស់នាម៉ឺនសពមុខមន្ត្រីថាព្រះអង្គយាងទៅចង់នាងនោះបានមានទាំងសម្គាល់ស្នាមព្រះទាន់នៅថ្ពាល់នាងនោះផងហើយទ្រង់បានប្រាប់ឲ្យចូលមកគរក្នុងវេលាព្រឹកនេះផងឲ្យនាម៉ឺនសពមុខមន្ត្រីទាំងអស់ចាំមើលដល់នាងមេម៉ាយចូលមកគរយកទាំងស្រីបម្រើដែលតាក់តែងកាយទទួលស្ដេចពីយប់នោះមកជាមួយផងលុះចូលមកគរក៏អង្គុយតាមមុខក្រោយនាងមេម៉ាយអង្គុយមុខស្រីបម្រើអង្គុយក្រោយស្ដេចឲ្យនាម៉ឺនទៅពិនិត្យមើលនៅកន្លែងសម្គាល់ដែលទ្រង់បានប្រាប់ហើយនោះលុះភ្នាក់ងារដែលទទួលព្រះរាជអង្ការទៅពិនិត្យត្រឡប់មកក្រាបទូលស្ដេចវិញថានាងអង្គុយក្រោយមានស្នាមនៅថ្ពាល់ជាសម្គាល់ដូចធ្មេញឯនាងមេម៉ាយគ្មានស្នាមអ្វីជាសម្គាល់ទេស្ដេចក៏ទូលព្រះរាជហឫទ័យដោយសេចក្តីមិនបានពិនិត្យជាមុនក៏ព្រះអង្គទ្រង់ព្រះរាជចិន្តាថានាងនេះជាស្ត្រីមានបញ្ញានឹងរកអ្នកណាទៅចង់នាងពុំបានទ្រង់នឹកដល់បរោះដែលជាអ្នកស្ទាត់ខាងវិជាចង់ស្រីក៏មានព្រះរាជអង្ការឲ្យចូលទៅគរស្ដេចក៏មានព្រះរាជអង្ការសួរទៅបរោះនោះថាឯងទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីបានឬទេបើឯងត្រូវការវត្ថុអ្វីយើងឲ្យឯងទាំងអស់បរោះនោះក្រាបទូលទទួលតាមបន្ទោដោយមិនបាច់យកវត្ថុឧត្តមទៅទេសូមតែសម្ពុតផដិបចាស់យកទៅស្លៀកពាក់ហើយនឹងឆ្អឹងគោមួយថៅវិចខ្ចប់ជាប់នឹងខ្លួនប៉ុណ្ណោះបានហើយឯនាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីវេលាដែលត្រឡប់ពីគរស្ដេចទៅវិញក៏រៀបសាលាធ្វើបន់ខ្មោចសេដ្ឋីជាប្តីរំលាយសពជាស្រេចរើសធាតុយកមកខ្ចប់តម្កល់លើសាលាធ្វើបន់ឆ្លងវេលាយប់នោះបរោះដែលទទួលព្រះរាជអង្ការបានទៅដល់លើសាលាដែលនាងមេម៉ាយធ្វើបន់ខ្មោចប្តីដែលដឹងហើយស្រេចនៅវេលាព្រឹកស្អែកនៅដល់ហើយធ្វើជាយំសោកនឹងខ្មោចប្រពន្ធខ្លួនស្លាប់មានសេចក្តីទុក្ខយ៉ាងខ្លាំងដោយមានទាំងធាតុស្ពាយជាប់នឹងខ្លួនជាសម្គាល់ផងបណ្ដាលឲ្យអស់អ្នកពួកក្រុមនាងមេម៉ាយដែលនៅលើសាលានោះទាំងប៉ុន្មានមានសេចក្តីឆ្ងល់ភ័ន្តភាំងគ្រប់គ្នាសួរទៅបរោះនោះថាហេតុអ្វីបានជាអ្នកមកយំសោកបោកខ្លួនប្រាណលើទីនេះខ្លាំងម្ល៉េះបរោះនោះប្រាប់ទៅអ្នករក្សាសាលានោះថាខ្ញុំឃើញគេធ្វើបន់ខ្មោចលោកសេដ្ឋីនោះខ្ញុំនឹកដល់ខ្មោចប្រពន្ធខ្ញុំដែលស្លាប់ជាយូរហើយនោះភ្លាមក៏បណ្ដាឲ្យសង្វេគនឹងទុក្ខវេទនានឹងការព្រាត់ប្រាសជាថ្មីមួយជាន់ទៀតតាំងពីប្រពន្ធស្លាប់ទៅនោះខ្លួនខ្ញុំលះបង់ការងារចោលអស់ស្ដាយតែធាតុស្ពាយតែធាតុប្រពន្ធដើរដោយសេចក្តីអាឡោះអាល័យហើយបរោះនោះសូមអ្នកចាំសាលាអ្នកស្នាក់មួយយប់បរោះដែលចាំសាលាមិនហ៊ានសម្រេចនៃខ្លួនឯងក៏យកសេចក្តីនោះទៅជម្រាបនាងមេម៉ាយជាចៅហ្វាយតាមដំណើរដែលបរោះនោះអធិប្បាយអំពីសេចក្តីកំសត់របស់ខ្លួនហើយសូមសាលាស្នាក់នាងមេម៉ាយមានចិត្តអាណិតដល់បរោះកំសត់ដែលមានទុក្ខព្រាត់ប្រាសប្រពន្ធនោះក៏យល់ព្រមឲ្យស្នាក់ហើយបង្គាប់ទៅមនុស្សបម្រើឲ្យរៀបអាហារភោជនឲ្យទាំងបរោះនោះផងលុះយប់នាងមេម៉ាយទៅស្ដាប់ធម៌ទេសនាឆ្លងបន់ខ្មោចប្តីនៅលើសាលាដែលតម្កល់ធាតុនោះហើយបរោះចង់ស្រីក៏សំងំធ្វើជាដេកលក់ទៅនាងមេម៉ាយនោះស្ដាប់ធម៌ទេសនាចប់ត្រឡប់មកផ្ទះវិញបរោះជាអ្នកចង់ស្រីឃើញឱកាសស្ងាត់ល្អក៏លួចយកធាតុប្រពន្ធខ្លួនទៅដាក់ប្រອບធាតុសេដ្ឋីជាប្តីនាងមេម៉ាយលុះដល់ព្រឹកឡើងនាងមេម៉ាយចូលដល់សាលាបរោះនោះក៏ស្រែកយំយ៉ាងខ្លាំងថាអ្នកណាលួចធាតុប្រពន្ធខ្ញុំបាត់នាងមេម៉ាយឆ្ងល់ក៏សួរបរោះនោះថាហេតុអ្វីក៏អ្នកឯងយំខ្លាំងម្ល៉េះបរោះនោះប្រាប់ទៅនាងមេម៉ាយវិញថាអ្នកឯណាលួចធាតុប្រពន្ធខ្ញុំទៅបាត់ហើយចោទប្រកាន់ទៅលើរូបនាងមេម៉ាយថាខ្មោចប្តីនាងមេម៉ាយលួចធាតុប្រពន្ធទៅនាងមេម៉ាយមានសេចក្តីអន់ចិត្តនឹងបរោះចោទប្រកាន់ខ្មោចប្តីថាលួចធាតុប្រពន្ធខ្លួនដូច្នោះក៏នាំបរោះនោះឲ្យទៅមើលឃើញនៅចិត្តគ្នាមែនបរោះក៏ចោទប្រកាន់ចំពោះខ្លួននាងមេម៉ាយថាប្តីនាងយកប្រពន្ធគាត់ទៅធ្វើជាប្រពន្ធខ្លួនហើយលុះតែនាងព្រមទទួលធ្វើជាប្រពន្ធគាត់វិញទើបព្រមសក់ចិត្ត
សេចក្តីចោទចំពោះខ្លួននាងមេម៉ាយនោះជាដំណំច្រើនខណាស់ដោយឧបាយយ៉ាងល្អិតនាងមេម៉ាយរកផ្លូវដោះសារគ្មានក៏ចាញ់កលនោះជាទម្ងន់ថែមទាំងមានសេចក្តីអន់ចិត្តនឹងខ្មោចប្តីខ្លួនដែលស្លាប់នោះថាជាមនុស្សគ្មានចិត្តសប្បុរសចំពោះប្រពន្ធបន្តិចបន្តួចសោះគ្នាកំពុងកើតទុកនឹងខ្លួនហ៊ានទៅលួចប្រពន្ធគេយកមកបញ្ចើចនៅមុខនាងជាអកជាទុកគិតសពទៅក៏ទទួលព្រមយកបរោះនោះធ្វើជាប្តីជាសេចក្តីផ្កើនតបឲ្យដល់ពុតទៅនឹងខ្មោចប្តីខ្លួនវិញដែលហ៊ានលួចប្រពន្ធបរោះនោះចំណែកបរោះនោះដែលបាននាងមេម៉ាយជាប្រពន្ធ 3-4 ថ្ងៃក៏បបួលគ្នាទៅគាល់ស្ដេចឯស្ដេចនឹងនិមឺនសពមុខមន្ត្រីបានទតបានឃើញក៏មានសេចក្តីសរសើរចំពោះបរោះនោះថាជាអ្នកមានវិជ្ជាចេះចង់ស្រីប្រកបមែនកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងមួយថ្ងៃនឹងចេះឲ្យគេកោតមួយថ្ងៃនឹងឆោតឲ្យគេអាណិតប្រជុំរឿងព្រេងខ្មែរតាមរយៈការស្ដាប់រឿងជាសំឡេងដែលក្រុមការងារយើងខ្ញុំបានបង្កើតកម្មវិធីសៀវភៅជាសំឡេង Audio Book នេះឡើងរឿងបងថ្លៃនិងប្អូនថ្លៃមានមនុស្សពីរនាក់ជាបងប្អូនថ្លៃនឹងគ្នាបងថ្លៃជាអ្នកក្រប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិថ្ងៃមួយឪពុកក្មេកមានកិច្ចរវល់ត្រូវប្រាប់បងប្អូនកូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ប្អូនថ្លៃនោះបានមកជួបនឹងបងបបួលទៅស៊ីឯផ្ទះឪពុកក្មេកបងថ្លៃនិយាយប្រាប់តាមត្រង់ថាមិនហ៊ានទៅទេព្រោះខ្លួនជាអ្នកក្រមិនធ្លាប់ស៊ីម្ហូបចំណីល្អក្រែងមិនត្រូវបែបបត់ខ្មាស់គេប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបងក៏ប្រាប់ទៅវិញថាមិនអីទេទៅពីអ្នកចោះបើមិនដឹងឲ្យតែធ្វើតាមខ្ញុំស៊ីអីស៊ីនឹងទៅមិនក្រប៉ុន្មានទេបងទៅជាមួយនឹងខ្ញុំចោះបងក៏ព្រមទៅលុះទៅបរិភោគនៅទីនោះបបួលគ្នាស៊ីបាយតាមធម្មតាទៅដល់គេលើកសម្លខ្ចៅមកប្អូនក៏យកចង្កឹះមួយចាប់មកពងរួចជញ្ជក់អស់ខ្ជាក់សម្បកខ្ចៅដាក់នៅនឹងកន្លែងហើយគេចោលសម្បកនោះទៅឯបងនោះមិនដឹងដោយមិនបានឃើញគេធ្វើដូច្នោះក៏ខំជញ្ជក់ហើយខំទាំងទំពាសម្បកខ្ចៅនោះតតែល្អិតខំលេបទៅប្អូនឃើញដូច្នោះក៏លេងស៊ីខ្ចៅនោះទៅចាប់យកឯអំពៅដែលគេឡើងទុកនៅចាននោះមកស៊ីរួចគេយកកន្សែងខ្ចប់ដាក់ហើយចោលទៅទៀតបងឃើញគេស៊ីអំពៅក៏យកអំពៅនោះមកស៊ីនឹងគេទៀតខំទំពាអំពៅតតែល្អិតកាកលេបទៅទៀតប្អូនលេងស៊ីអំពៅវាទៅស៊ីសម្លមីសួរទៀតទើបតែនឹងពមចូលក្នុងមាត់នឹកឃើញបងស៊ីអំពៅទាំងកាកនោះហើយក៏អស់សំណោចទប់មិនឈ្នះក៏ចេញសំឡេងមកឮតែខឹកដៃហែកខ្យល់ទប់ខឹកនោះមីសួរវាស្ទុះឡើងចូលទៅឯរុនច្រមុះទាំងពីរចេញមីសួរនោះមកក្រៅដោយអំណាចខ្យល់បងថ្លៃឃើញដូច្នោះក៏ចោលចង្កឹះទៅក្នុងថាសថាទេលេងស៊ីហើយស៊ីឲ្យទៀតធ្វើតាមបានសំបីខ្ចៅនិងអំពៅទាំងសម្បកទាំងកាកក៏ស៊ីបានទាំងអស់ដល់មីសួរខ្ទុះនឹងច្រមុះដូច្នេះធ្វើតាមមិនបានទេប្អូនឯងស៊ីតែឯងចោះបងលេងស៊ីហើយស៊ីទៅទៀតមិនកើតទេកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងពុតគ្រូកំត្រាប់ច្បាប់គ្រូឲ្យយករឿងបរោះកុហក4នាក់កំណត់ចំណាំដកស្រង់ចេញពីកម្ពុជាសូរិយាលេខ789ឆ្នាំ1937ទំព័រ122គ្មានឈ្មោះអ្នករៀបរៀងទេរឿងបរោះកុហក4នាក់កាលពីព្រេងនាយមានបរោះកុហក4នាក់មកជួបជុំគ្នារួមគំនិតគិតដើរទៅឆោបបោកបញ្ឆោតយកទ្រព្យសម្បត្តិគេនៅគេហដ្ឋានឆ្ងាយពីលំនៅរបស់ខ្លួនព្រមព្រៀងគ្នាស្រេចហើយក៏នាំគ្នាដើរទៅ
លុះទៅយូរបន្តិចបានជួបប្រទះនឹងតាចាស់ដូនចាស់ពីរនាក់ជាអ្នកធ្វើចំការកបាស់នៅក្បែរមាត់ទន្លេមួយដែលឆ្ងាយពីស្រុកភូមិគេបរិះកុហកទាំង4នាក់នោះបានដឹងដំណឹងថាតាចាស់ដូនចាស់ជាអ្នកមានទ្រព្យសម្បត្តិច្រើនគ្រាន់បើក៏គិតគ្នាថាយើងត្រូវនាំគ្នាឈប់នៅទីនេះដើម្បីភូតកុហកយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នេះឲ្យបានបរិះ4នាក់នោះទៅដល់សួរតាចាស់ដូនចាស់ថាអោតាយាយអើយយើងខ្ញុំទាំង4នាក់នេះមកពីស្រុកឆ្ងាយណាស់ខំត្រាច់ដើររកអ្នកឯណាដែលចេះដឹងព្រោះយើងខ្ញុំចង់ដឹងរឿងព្រេងពីបុរាណនាយមកតែវេលានេះបានមកជួបនឹងតាយាយប្រហែលជាដឹងរឿងបុរាណខ្លះមិនខានបើដូច្នោះសូមនិយាយរឿងនិទានព្រេងមួយឲ្យចៅស្ដាប់បន្តិចតាចាស់ដូនចាស់ក៏ឆ្លើយតបទៅបរិះទាំង4នាក់ថាចៅអើយចៅតាំងពីក្មេងដល់ចំណាស់ប៉ុណ្ណេះហើយតាយាយគ្មានចេះរឿងព្រេងអ្វីទេសូមចៅអញ្ជើញទៅរកសួរអ្នកឯទៀតចោះបរិះទាំង4នាក់ក៏ជម្រាបទៅតាយាយវិញថាអោតាយាយអើយបើប្រសិនជាមានគេចេះរឿងព្រេងនោះតាយាយចង់ស្ដាប់ឬទេអោចៅអើយតាយាយចង់ស្ដាប់ណាស់តែរកអ្នកណាចេះគ្មានបរិះទាំង4នាក់ក៏ជម្រាបទៅតាយាយវិញដោយកិច្ចកលប៉ងនឹងបោកយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នោះឲ្យបានដោយងាយថាយើងខ្ញុំទាំង4នាក់នេះចេះខ្លះដែរព្រោះបានដឹងពីជាតាខ្ញុំគាត់និទានប្រាប់តែរឿងនេះបើនិយាយទៅកាលណាតាយាយត្រូវតែជឿទើបខ្ញុំនិទានប្រាប់បានតាយាយក៏ព្រមព្រៀងឲ្យបរិះទាំង4នាក់នោះនិយាយបរិះទី1ចាប់អធិប្បាយរឿងកុហកជាដំបូងឡើងថាការខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន3ខែម្ដាយខ្ញុំគាត់ចង់ពិសាផ្លែទុរេននៅមុខផ្ទះខ្ញុំដើមវាមានកម្ពស់ប្រហែល8ព្យាមហើយមានផ្លែតែមួយផងគាត់មិនដឹងគិតដូចម្ដេចនឹងបានផ្លែនោះមកពិសាលោកខ្ញុំបានដឹងថាគាត់ចង់ពិសាខ្ញុំក៏ចេញពីផ្ទៃតែគាត់តាមទ្វារមាសឡើងទៅបេះទុរេននោះយកមកជូនគាត់ពិសារួចស្រេចខ្ញុំត្រឡប់មកចូលក្នុងផ្ទៃគាត់វិញបរិះទី2ថាកាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន6ខែឃើញគាត់នឿយហត់លំបាកនឹងធ្វើស្រែចម្ការច្បារដំណាំពេកខ្ញុំចេញពីផ្ទៃគាត់មកធ្វើស្រែចម្ការឃ្វាគោក្របីនៅណាំបាយដងទឹកជំនួសគាត់ពីព្រឹកប្រហៀមលុះល្ងាចអស់ការងារខ្ញុំក៏ចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញជារៀងដរាបមកបរិះទី3ថាអោតាយាយអើយខ្លួនខ្ញុំនេះជាទេវបុត្រច្បត់ចុះមកចាប់បដិសន្ធិនឹងម្ដាយខ្ញុំសពថ្ងៃនេះខ្ញុំចេញពីទ្វារមាសវេលាណាបានមកនៅបម្រើគាត់សពសារពើដល់ខ្ញុំចាស់ទៀតនឹងស្លាប់ខ្ញុំសូមចូលក្នុងផ្ទៃម្ដាយខ្ញុំវិញដើម្បីកុំឲ្យស្លាប់តន់ហើយក៏កើតម្ដងទៀតបានជាក្មេងឡើងវិញបរិះទី4ថាខ្លួនខ្ញុំនេះចាប់តាំងពីមាននឹងផ្ទៃម្ដាយកាលណាមកខ្ញុំរក្សាសិល5ចាំសិល8តែសិលខ្ញុំប្លែកពីសិលអ្នកទាំងពួងចង់ផឹកស្រាជក់អភិនសម្រាប់ជីវិតគេក៏បានលុះដល់ខ្ញុំស្លាប់ទៅកើតជាទេវតាសោយរាជសម្បត្តិនៅឋានសួគ៌បរិះទាំង4នាក់នោះនិយាយភូតកុហកគ្រប់គ្នាហើយក៏សួរទៅតាចាស់ដូនចាស់ថារឿងខ្ញុំនិទានជម្រាបទាំងប៉ុន្មាននេះតើតាយាយជឿទេតាយាយឆ្លើយតបទៅវិញថារឿងនេះតាយាយជឿហើយចៅតែក្នុងគំនិតគាត់ទាំងពីរនាក់គិតឃើញស្រេចថាបរិះទាំងនេះសុទ្ធតែនិយាយកុហកទាំងអស់បរិះទាំង4នាក់នោះតប្រាជ្ញាក៏ឲ្យតានោះនិយាយរឿងប្រាប់ម្ដងវិញប៉ុន្តែមុននឹងនិយាយតាចាស់នោះគាត់បានសន្យាដូចបរិះទាំង4នាក់នោះដែរលុះព្រមព្រៀងទាំងអស់គ្នាទើបតាចាស់និយាយតាថាអោចៅអើយកាលតានឹងនិយាយមកធ្វើចំការកបាស់នេះបាន5-6ឆ្នាំមានទ្រព្យសម្បត្តិប្រាក់មាសល្មមនឹងចិញ្ចាំចៅទាំង4នេះបានតែនៅក្នុងឆ្នាំមួយមុននោះកបាស់មិនផ្លែសោះមិនដឹងមានរឿងហេតុអ្វីមានមួយថ្ងៃតាដើររុកក្នុងចំការទៅឃើញដើមកបាស់មួយដើមទំហំប៉ុនដើមត្នោតមានផ្លែមួយធំតាក៏ឡើងបេះមកយកទុកនឹងផ្ទះដល់តានឹងយាយនាំគ្នាបកមើលឃើញមានគ្រាប់4ក្នុងគ្រាប់ក្នុងមួយគ្រាប់មានកុមារម្នាក់គ្រាប់ទាំង4តាបានឲ្យយាយគាត់បំបៅ3បាច់រសាលុះដល់កុមារទាំង4នាក់នោះធំវេលាណាឡើងក៏នាំគ្នារត់ចោលតានឹងយាយទាំងអស់ឥឡូវតាឃើញចៅទាំង4នាក់នេះត្រឡប់មកវិញហើយ
បរោះទាំង4នាក់ផាត់ភ័យខ្លាំងក៏នាំគ្នាឆ្លើយប្រកែកនឹងតាចាស់ដូនចាស់វិញថាមិនមែនទេតាយាយសួរទៅវិញថាហេតុអ្វីក៏ចៅថាមិនមែនបើចៅចេះតែប្រកែកយ៉ាងនេះនោះឃើញថាទាស់ខុសនឹងកិច្ចសន្យាហើយបើដូច្នេះត្រូវចៅទាំង4នាក់មកនៅបម្រើតាទើបត្រូវនឹងពាក្យសន្យាបរោះកុហកទាំង4នាក់កិច្ចមិនរួចក៏នៅបម្រើយាយតាទៅកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងពាក្យច្រើនភូតចាញ់អាត្មារឿងសួស្ដីនឹងអពមង្គលកំណត់ចំណាំដកស្រង់ចេញពីកម្ពុជាសូរិយាលេខ1 2 3ឆ្នាំ1933ដល់ឆ្នាំ1934ទំព័រ194រៀបរៀងដោយព្រះអគ្គលេខានុបនៅក្រមបរិជ្ជនិពន្ធរឿងសួស្ដីនឹងអពមង្គលសម័យមួយសេរីសួស្ដីនឹងអពមង្គលជួបនិយាយគ្នាអពមង្គលសួរទៅសេរីសួស្ដីថាលោកមានឫទ្ធិអំណាចដូចម្ដេចខ្លះសេរីសួស្ដីប្រាប់ទៅអពមង្គលថាឫទ្ធិអំណាចអញជាសេរីសួស្ដីនេះខ្លាំងពូកែណាស់សំបីតែមនុស្សខ្ញុំគេទោះគេស្អប់គេមិនមេត្តាតែទៅសន្ធិដ្ឋកាលណានឹងបណ្ដាឲ្យគេស្នេហាទំនុកបំរុងដរាបបានរីកសម្បត្តិហើយសេរីសួស្ដីសួរទៅអពមង្គលវិញថាឫទ្ធិអំណាចដូចម្ដេចខ្លះអពមង្គលឆ្លើយថាឫទ្ធិអំណាចខ្ញុំនេះបើខ្ញុំទៅសន្ធិដ្ឋនៅឈ្មោះណាបណ្ដាណាឲ្យគេស្អប់គេខឹងខូចខាតសម្បត្តិទ្រព្យវិនិច្ឆ័យអន្តរាយសំបីតែបានរីកសម្បត្តិហើយក៏គង់ថ្លោះធ្លោយធ្លាក់ខ្លួនទៅជាខ្ញុំគេបានអពមង្គលចង់ដឹងរិទ្ធសេរីសួស្ដីក៏ប្រាប់ថាខ្ញុំឃើញសេដ្ឋីម្នាក់ឈ្មោះអតលសពថ្ងៃសេដ្ឋីនោះប្រើឲ្យឃ្វាគោក្របីសេដ្ឋីខាងនឹងអតលជេរវាយតែសពថ្ងៃថាពុំមើលថែរក្សាគោក្របីឲ្យស្គមអស់ខ្ញុំចង់ឲ្យលោកស្រីសួស្ដីទៅសន្ធិដ្ឋលើរូបអតលខ្ញុំសេដ្ឋីនោះបើវាបានរីកសម្បត្តិខ្ញុំក៏ជឿថាលោកមានឫទ្ធិពូកែប្រកបមែនសេរីសួស្ដីប្រាប់អពមង្គលវិញឯងចាំមកគុណមើលចោះថ្ងៃស្អែកអញចូលទៅសន្ធិដ្ឋនៅលើរូបអតលខ្ញុំសេដ្ឋីហើយតែកាលណាអញចូលទៅនៅហើយមិនយូរប៉ុន្មានមកអតលខ្ញុំសេដ្ឋីនោះវានឹងបានសោយរីកសម្បត្តិមិនខានលុះព្រឹកឡើងដល់ពេលអតលបញ្ចេញគោក្របីពីក្រៅយកទៅខ្វៀលសេរីសួស្ដីចូលទៅសន្ធិដ្ឋលើរូបអតលក៏រីករាយសប្បាយក្នុងចិត្តប្លែកពីថ្ងៃមុនដល់ពេលល្ងាចអតលគៀនគោក្របីត្រឡប់មកបញ្ជូនក្រៅឯផ្ទះវិញសេដ្ឋីទាំងប្តីទាំងប្រពន្ធឈរមើលគោក្របីឃើញអតលរាំងទ្វារក្រៅគោក្របីខ្ជាប់អស់ហើយឡើងទៅអង្គុយលើផ្ទះសេដ្ឋីជាចៅវាយនៅត្រង់កន្លែងខ្លួនដូចសពដងកាលសេដ្ឋីទាំងប្តីទាំងប្រពន្ធឃើញអតលហើយក៏នឹកក្នុងចិត្តអាណិតថាអើអតលអើយទៅឃ្វាគោក្របីអត់បាយក្រហាយទឹកទៅល្ងាចទៅបានមកបាយបរិភោគម្លេះសំវាឃ្លានយ៉ាងណាទៅគិតហើយក៏ដាស់តឿនខ្ញុំកំដរស្រីឲ្យដោះដួសបាយស៊ីរាល់គ្នាខ្ញុំស្រីក៏ដោះដួសភោជនាហារដែលមានឲ្យជារសយកទៅដាក់ជូនសេដ្ឋីហើយប្រជុំគ្នាបរិភោគសេដ្ឋីប្តីប្រពន្ធហៅអតលឲ្យមកចិត្តចាប់ម្ហូបដែលមានឲ្យជារសឲ្យបរិភោគរួចសេដ្ឋីប្តីប្រពន្ធគុណមើលកិរិយារឹករូបអតលក៏ឃើញថាសំរុំឥតខ្ចោះរកទាស់ចិត្តត្រង់ណាគ្មានបណ្ដាលជនទាំងប្រុសស្រីឲ្យទៅឃើញរូបអតលនោះកាលណាក៏មានចិត្តស្នេហាមេត្តាពុនប្រមាណឯសេដ្ឋីប្តីប្រពន្ធជាចៅវាយអតលនោះនិយាយគិតគ្នាថាសប្តាហ៍ថ្ងៃយើងអត់កូនទ្រព្យសម្បត្តិក៏មានច្រើនអំណោះតទៅអត់ពីយើងទ្រព្យសម្បត្តិនឹងអន្តរាយឥតខាគួរលើកអតលឡើងដំកើងធ្វើជាកូនកុំឲ្យវាខ្វៀគោក្របីទៀតត្បិតអតលនេះសាច់ឈាមរឹកពីល្អណាស់ល្មមសមគួរជាកូនយើងបានដល់ពេលល្ងាចអតលត្រឡប់មកពីខ្វៀលគោក្របីវិញសេដ្ឋីទាំង3ទាំងប្រពន្ធឃើញអតលរឹតតែស្នេហាមេត្តាពុនពេកក៏ហៅឲ្យបរិភោគបាយមិនឲ្យឃាតឆ្ងាយពីខ្លួនឈប់ឲ្យខ្វៀគោក្របីចាប់ពីថ្ងៃនោះតទៅសេដ្ឋីទាំងប្តីទាំងប្រពន្ធយកសម្លៀកបំពាក់គ្រឿងមាសប្រាក់មកតុបតែងឲ្យអតលឲ្យប្រាប់ថាពីថ្ងៃនេះតទៅអញទុកឯងជាកូនអំណេះពីអញទៅទ្រព្យសម្បត្តិទាំងប៉ុន្មាននៅលើដៃកូនឯងទាំងអស់អតលក៏រីករាយសប្បាយជាទីបំផុតដោយអំណាចនៃសេរីសួស្ដីសន្ធិដ្ឋលើខ្លួនលោកអតលចម្រើនអាយុពេញរូបរាងឡើងក៏រឹតតែល្អរកបរោះឯណានឹងព្រាមស្មើពំបាន
រាល់ព្រឹកល្ងាចសេដ្ឋីតែងតែចូលគាល់ព្រះមហាក្សត្រពុំដែលអាខានក៏នាំយកអតលជាកូនទៅគាល់ផងព្រះជាទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គស្ដេចចេញប្រថាប់នៅក្រឡាបក៏ឆ្ងល់ព្រះរាជបុត្រីក៏ដិតដោយកាយព្រះអង្គមកកាលមហាសេដ្ឋីនាំកូនចូលក្រាបបង្គំគាល់ព្រះមហាក្សត្រទ្រង់ឈ្នាងប្រណិតឃើញសេដ្ឋីនិងកូនអង្គុយក៏ទន្ទឹមគ្នាទ្រង់ត្រាស់សួរថាកូនសេដ្ឋីឬសេដ្ឋីទូលថាកូនទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់សរសើរថាកូនសេដ្ឋីមានរូបរាងរឹកពីល្អណាស់ព្រះរាជបុត្រីក៏នឹកក្នុងប្រតិយថាកូនសេដ្ឋីនោះមានលម្អនឹងបរោះណាផ្ទឹមបំបានធ្វើម្ដេចនឹងបានជាស្វាមីអញដល់ពេលគួស្ដេចនិងព្រះរាជបុត្រីនោះយាងចូលខាងក្នុងវិញសេដ្ឋីក្រាបថ្វាយបង្គំលានាំកូនត្រឡប់មកផ្ទះដល់ផ្ទះកូននិយាយនឹងសេដ្ឋីថាសូមលោកពុកអ្នកម៉ែមេត្តាកូនទៅដណ្ដឹងព្រះរាជបុត្រីស្ដេចឲ្យកូនទៅបិទការខ្ញុំទៅក៏ជាមួយលោកឪពុកនោះខ្ញុំបានឃើញច្បាស់ព្រះរាជបុត្រីនោះល្អណាស់បើមិនដណ្ដឹងឲ្យខ្ញុំទេខ្ញុំច្បាស់ជាស្លាប់ដោយស្នេហាកូនពុនពេកសេដ្ឋីជាប្តីប្រពន្ធក៏ប្រថីខ្លួនរៀបតុកមាសប្រាក់ដាក់គ្រឿងបណ្ណាការជាដង្វាយសតតែពេជ្រនិងមាសពោពេញជាច្រើនលុះព្រឹកឡើងនាំគ្នាយកដង្វាយនោះទៅរៀបចំក្នុងព្រះរាជវាំងព្រះមហាក្សត្រស្ដេចឲ្យនិមឺនតូចធំគរសេដ្ឋីទាំងប្តីទាំងប្រពន្ធក៏គរនៅចិត្តគ្រឿងបណ្ណាការដង្វាយនោះស្ដេចត្រាស់សួរថាសេដ្ឋីដង្វាយនេះប្លែកណាស់មានការអ្វីឬសេដ្ឋីប្តីប្រពន្ធក្រាបបង្គំថាទូលព្រះជីបង្គំសូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទសូមទ្រង់ប្រោព្រះរាជទានព្រះរាជបុត្រីផ្សំគុំនឹងកូនទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់ជ្រាបទ្រង់ព្រះអនុញ្ញាតទ្រង់ចាត់មកក្រសួងឲ្យរៀបចំព្រះរាជពិធីសមោសរហោរាថ្វាយរឹកទ្រង់ផ្សំព្រះរាជបុត្រីកូនសេដ្ឋីនិងផ្ទេររាជសម្បត្តិឲ្យគ្រប់គ្រងផងលុះបានរាជសម្បត្តិឲ្យស្ដេចអតលនិងព្រះមហេសីក៏បានប្រកបសេចក្តីសុខឥតទុក្ខាប្រសើរទៅរៀងទៅនិយាយពីរឿងអពមង្គលការជួបនឹងសិរីសួស្តីក៏ថាលោកសិរីសួស្តីខ្ញុំជឿហើយឃើញថាលោកមានឫទ្ធិជួយស្ដេចតលឲ្យបានឡើងសោយរាជមែនដូច្នេះលោកចាំមើលក្រិតខ្ញុំវិញសូមលោកលែងសន្ធិដ្ឋលើរូបស្ដេចតលទៅសិរីសួស្តីក៏ថយចេញពីរូបស្ដេចតលអពមង្គលក៏ចូលទៅសន្ធិដ្ឋលើរូបស្ដេចតលម្ដងឯស្ដេចតលចេះតែមួម៉ៅក្តៅក្រហាយព្រះនាងមហេសីសិរីបរិវារក៏ពុំសូវយកចិត្តទុកដាក់គោរពប្រណិប័តបណ្ដាចិត្តឲ្យតែខឹងស្អប់ស្ដេចតលអស់លោកចាក់ទៅស្ដំទាំងប៉ុណ្ណឹងក៏លែងចូលចិត្តគិតចង់តែឲ្យព្រះរាជបិតាក្មេកយករាជសម្បត្តិទៅវិញចំណែកស្ដេចតលចេះតែក្តៅក្រហាយអន្ទះអន្ទែងចង់ទៅក្រសាទីទំនាបមាត់បឹងក្រៃពេកក៏នាំព្រះមហេសីស្រីបរិវារទៅលុះទៅដល់ក៏ឲ្យព្រះរាជពលាស្នាក់ក្រសានៅមាត់បឹងនោះឮតែសាប់សូត្រដោកគោត្រដោកក្របីស្ដេចតលក៏នឹកភ្នែកគិតអាណិតខ្លួនការនៅជាខ្ញុំសេដ្ឋីដែលគេប្រើឲ្យខ្វៀក្របីហើយទ្រង់ក៏ព្រះកំសែងខ្សឹកសួរព្រះនាងមហេសីសួរថាព្រះអង្គហេតុអ្វីបានជាយំខ្សឹកសួរម្ល៉េះស្ដេចតលប្រាប់មហេសីតាមត្រង់ថាលះបង់អីម្ចាស់អូនអើយខ្លួនបងនេះមិនមែនជាកូនសេដ្ឋីទេពីដើមបងជាខ្ញុំសេដ្ឋីគេប្រើឲ្យខ្វៀគោក្របីឥឡូវឮត្រដោកក្របីគោបងនឹកស្រងេះស្រងោចអាណិតខ្លួនបានជាបងយំព្រះនាងមហាសេដ្ឋីបានឮជាខ្ញុំសេដ្ឋីក៏មានចិត្តទោមនោះក្នុងប្រតិពុនពេកថាអោព្រះវរបិតាពុំគួរផ្សំគុំកូនទេទាំងរាជសម្បត្តិឲ្យទៅខ្ញុំគេសោះខ្ញាល់ហើយក៏នាំស្ដេចតលនិងស្រីបរិវារដែលតាមហែទៅទាំងប៉ុន្មានត្រឡប់ចូលព្រះរាជវាំងវិញចូលក្រាបទូលព្រះបរមបិតានិងមេតាតាមរឿងដែលស្ដេចតលយំគ្រប់ប្រការស្ដេចព្រះវររាជបិតាមេតាទ្រង់ជ្រាបហើយទ្រង់កោតប្រមាណទ្រង់ត្រាស់បង្គាប់ឲ្យហៅសេដ្ឋីទាំងប្តីប្រពន្ធមកលាថ្មាស់ជាទម្ងន់ហើយប្រគល់ស្ដេចតលឲ្យទៅសេដ្ឋីប្តីប្រពន្ធនាំយកទៅផ្ទះវិញឯព្រះរាជសម្បត្តិស្ដេចទ្រង់គ្រប់គ្រងវិញសេដ្ឋីប្តីប្រពន្ធនាំអតលទៅដល់ផ្ទះហើយជេវីថ្មាស់តេះឌៀលែងរាប់អានជាកូនឲ្យអតលខ្វៀគោក្របីទុកជាខ្ញុំដូចដើមកតៈសម្រាប់អប់រំពិចារណានៅក្នុងរឿងមាយាទថ្លៃឲ្យយកមាយាទថោកឲ្យវា